វិជាវិញ្ញាណរៈបំផ្លាញមនុស្សលោកណានគង់ឆេងវឹងរំលត់អំពើអាក្រក់60ឆ្នាំបង្កើតធានសៀហួយលាក់ខ្លួននៅភ្នំឡុងយូក្នុងពេលណានគង់ឆេងវឹងបិទទ្វារបានបញ្ជាសិស្សលីនហ្វាន់ឲ្យយាងភ្នំធានសៀហួយក្រោមលីនហ្វាន់សប្បាយរាល់យប់ជីវិតប្រណីតហួសហេតុឈ្នះមន់តូច សន្លឹកមន់តូចទាំង4ដាក់ចេញហើយហេតុអ្វីបានជាឈ្នះមន់តូច ដាក់ចេញហើយគ្រូនៅមានទៀតទេ គ្រូអីរំខាន គាត់អត់ហុកសិបឆ្នាំប្រែប្រួលគឺលោកប្រែប្រួលនាមអំពើអាក្រក់កើតឡើងដងទៀតមិនអាចប្រហែសបានទេលោកគ្រូរាប់ឆ្នាំមកហើយទើបចេញពីសមាធិមក សូមស្វាគមន៍គ្រូធំចេញពីសមាធិ លោកគ្រូចេញពីសមាធិហើយ លីនវ៉ានខ្ញុំប្រកល់សាលានេះឲ្យណាស់អ្នកគ្រប់គ្រងបានល្អណាស់ លោកគ្រូតើលោកគ្រូមិនតែងតែបង្រៀនយើងឲ្យបើកចំហធម្មជាតិទេខ្ញុំក៏ធ្វើតាមអ្វីដែលលោកគ្រូបាននិយាយដែរ ខ្ញុំបានដឹងក្នុងពេលបិទស្មីធរាជស្វេហាវិញ្ញាណមានសញ្ញាកើតឡើងវិញ តាមមកពីការផ្លាស់ប្ដូរវត្ត60ឆ្នាំ ពួកអ្នកសុទ្ធតែជាសិស្សរបស់លីនវ៉ានក៏ជាកូនទៅគ្រូសាអបជិនកូនស្រីអបជិនអ្នកទាំងអស់គ្នាជប់ភ្នំទៅត្រឡប់ទៅគ្រូសារបស់អ្នកដល់ពេលដ៏សំខាន់នឹងមានគេប្រាប់អ្នកពីអ្វីដែលត្រូវធ្វើ គោរពតាមបញ្ជា លោកគ្រូតាមពិតទៅប៉ុន្មានឆ្នាំនេះសាលាដែលខ្ញុំគ្រប់គ្រងគឺល្អណាស់មិនមែនទេលោកគ្រូអ្នកធ្វើអី ខ្ញុំបានបិទតាមពលរបស់អ្នកហើយដាក់ទស្សនៈបិទស្មេតកិច្ចពិចារណាមួយឆ្នាំក្នុងរយៈពេលមួយឆ្នាំមិនអាចប្រើតាមពលអ្វីទាំងនោះ លោកគ្រូហេតុអី មួយឆ្នាំក្រោយខ្ញុំនឹងមកដោះស្រាយការបិទតាមពលរបស់អ្នកការបិទតាមពលរបស់អ្នកក៏ដើម្បីកុំឲ្យអ្នកត្រូវបានគេរកឃើញប្រសិនបើមួយឆ្នាំក្រោយរឿងនៅមិនទាន់ដោះស្រាយគ្រូនឹងត្រឡប់មកដោះស្រាយការបិទតាមពលរបស់អ្នកវិញ កុំលោកគ្រូលោកគ្រូលោកគ្រូសៀវហឺសៀវបៃអ្នកទាំងពីរថាលោកគ្រូបាននិយាយថាមួយឆ្នាំក្រោយនឹងត្រឡប់មកដោះស្រាយការបិទធម្មពលឲ្យខ្ញុំនេះទៅជា2ឆ្នាំហើយគាត់នៅមិនទាន់ត្រឡប់មកវិញពីមុនគាត់មិនដែលខុសពាក្យសន្យាជាមួយអ្នកណាទេមិនមែនគាត់មានរឿងអីទេមិនបានខ្ញុំត្រូវតែទៅរកគាត់ ខាងលីងស៊ូខ្ញុំមានអារម្មណ៍ថាមានអីខុស ខ្ញុំចេញមកហើយអ្នកចេះបើកឡានអត់អ្នកបើកឡានមិនហ្នឹងគឺអ្នកបុកខ្ញុំអ្នកធ្វើអីអ្នកចង់បោកខ្ញុំមានបញ្ហាបងឆ្នាំនេះខ្លាំងណាស់ដំរីក៏ទ្រាំមិនបានដែរថ្ងៃនេះខាងលីងស៊ូប្រកាសជាអ្នកយកបានហើយ អ្នកថាអីនឹងនោះជាគូដណ្ដឹងខ្ញុំ ត្រូវបងថ្លៃនោះជាបងថ្លៃ នេះគ្រាន់តែជាការឡើងឡានមុនរួចទៅទិនសម្បត្តិ បងមើលអ្នកមីងនៅទីនេះបងស្រីបងត្រូវគេដណ្ដើមយកទៅហើយ អញជាតាអីហ៊ានប៉ាស្រីអញវត្តសញ្ញាណាស្នឹងត្រកូលលីនហេតុអីនៅជាមួយគាត់ ខ្ញុំគ្រាន់តែចង់ជួយនាងមិនបានធ្វើអីនាងទេចូលឡានហើយអោបគ្នាហើយមិនទាន់ធ្វើអីទេ ស្រីអញនៅមិនទាន់ លីងឈីវអញមកទីនេះធ្វើអី ខ្ញុំនឹងបើអញមកយឺតអានេះនឹងរំលោភផែនហើយ ពេលមុនខ្ញុំមិនចាំអ្វីសោះ យើងខិនហើយអានេះនៅក្នុងឡានធ្វើអត់ចំពោះអញ ខ្ញុំឃើញថាអ្នកចង់រំលោភនាងគឺឯង អញនិយាយកុហកនាងជាគូដណ្ដឹងអញមិនអាចធ្វើអីនាងបែបនោះទេ
អាកំពីវ គាត់មិនមែនជាអាកំពីវទេអាកំពីវគឺអ្នកផ្សេង ហាងជាតិអ្នកណាទៀតហើយវិញអន្ទៀត នាងជាប្រធានក្រុមហ៊ុនខាងលីងស៊ូ ខាងស៊ូ ស្លាំងនាងបន្ទាប់ពីខ្ញុំជួបបានទូរស័ព្ទពីអូនខ្ញុំក៏បានប្រើទំនាក់ទំនងស៊ើបអង្កេតកាមេរ៉ានេះហើយជាការពិតអូនចាំឲ្យបានច្បាស់ទៅ លីងឈីវឯងជាអាក្រូចខ្ញុំនឹងដាច់ពាក្យជាមួយឯង វីដេអូនេះគឺនាងខ្លែងបន្លំធ្វើឡើងការភ្ជាប់ពាក្យរបស់អូនជាមួយណាស្នឹងគ្រូសាលីនគ្រូសាទាំងពីរបានកំណត់ពីមុនមកហើយមិនមែនអូនចង់កាច់កបដាច់បានទេ លីងឈីវកុំភ្លេចបើមិនមែនដោយសារបងប្រុសរបស់ឯងបាត់ខ្លួនតួនាទីអ្នកស្នងមើលតគ្រូសាលីននេះមិនអាចធ្លាក់មកលើឯងបានទេ កុំនិយាយពីអាគ្រូនោះវាស្លាប់តាំងពីយូរហើយឥឡូវនេះខ្ញុំជាអ្នកស្នំមកតែមួយគាត់នៃគ្រូសាលីនក្រុមហ៊ុនគ្រូសាលីនជារបស់ខ្ញុំតែម្នាក់ឯង ក្រុមហ៊ុនគ្រូសាលីនគ្រាន់តែជាក្រុមហ៊ុនដែលមានតម្លៃជាង 1000 រៀលក្រុមហ៊ុនតូចតាចហើយបន្ទាប់ពីឯងជួលមកក៏កាន់តែធ្លាក់ចុះមានអ្វីដែលគ្រូធ្វើ ឯងគិតថាខ្ញុំមានតែឋានៈជាអ្នកស្នំមកតគ្រូសាលីនតែមួយគាត់មែនទេ ខ្ញុំមិនខ្វល់ពីឋានៈអ្វីរបស់ហែងទេ មិនថាយ៉ាងណាថ្ងៃនេះខ្ញុំនឹងផ្ដាច់ពាក្យនេះឲ្យបាន ឯង គ្រូសាលីននឹងលីនពីនេះទៅគ្មានទំនាក់ទំនងទៀត បងធំពួកនាងហួសហេតុពេកហើយ អាយ៉ៃអាគ្រុកលីវសាំងនីងខាងលីងស៊ូថ្ងៃណាមួយអាននឹងជន់ឆ្លីអូនទាំងពីរ ធ្វើអីចេញទៅកុំបាំងផ្លូវគេចូលបានហេតុអីខ្ញុំចូលមិនបានគេអញស្មើគេបានអ្នកដែលមកយប់នេះសុទ្ធតែជាអ្នកមានអំណាចកម្ពុជានៃយងជោចង់សុំទានចេញទៅសុំទានខាងក្រៅអាក្រូចមករកស៊ីរោគផឹកនៅទីនេះមិនចេះមើលខ្លួនឯងសមមើលមនុស្សប្រភេទឯងយើងឃើញច្រើនហើយចេញទៅអ្នកយាមរបស់គ្រូសាអ្នកសុទ្ធតែមានសិលធម៌បែបនេះទេអញថាអ្នកណាជាអ្នកយាមអញជាអ្នកជំនាញសន្តិសុខដែលក្រុមហ៊ុនហ្វាន់ធីនជួលដោយថ្លៃអ្នកជំនាញសន្តិសុខប្រាក់ខែជាង 10000 អញជាអាក្រោះអញមកនិយាយពីសិលធម៌ជាមួយយើងបានអាក្រូចខ្ញុំនិយាយល្អជាមួយឯងចេញទៅឥឡូវបើរំខានភ្ញៀវក្នុងនោះខ្ញុំនឹងធ្វើឲ្យឯងមានបញ្ហាជឿខ្ញុំខ្ជិលនិយាយជាមួយឯងឈប់ឯងមិនយល់ភាសាមនុស្សទេឯងមានលិខិតអញ្ជើញទេឯងចូលដូច្នេះបើកភ្នែកឆ្កែឯងឲ្យធំមើលឲ្យច្បាស់នេះហើយជាលិខិតអញ្ជើញខ្ញុំថាឯងคล้ายធ្វើឲ្យដូចពិតបន្តិចមើលអ្នកណាមិនចេះមើលឯងមើលមិនឃើញទេអូលោកសុនឯងឈរងងធ្វើអីនៅមិនទាន់សុំទោសលោកសុនឲ្យលឿនទៀតលោកសុនលោកមកហើយខ្ញុំពិតជាសុំទោសមិនដឹងថាមកពីណាអាពាម្នាក់គឺចង់ទម្លាយចូលកម្មវិធីប៉ុន្តែអ្នកកុំបារម្ភខ្ញុំនឹងបណ្ដេញគាត់ចេញភ្លាមឯងចេញទៅឲ្យលឿន ឈឺខ្ញុំឯងដែលហើយ ឯងមានរឿងអី មកកាន់ឯងហ៊ានបាត់ផងបើហើយនៅចុករត់ ឯងចង់ធ្វើអី លុតជង្គង់សំទុះស្តាំងបើមិនអញ្ចឹងទេអញនឹងបាក់ជើងឆ្កែង ឲ្យឯងលុតជង្គង់ឲ្យឯង អញខ្លាំងមែននៅចំឲ្យអញនិយាយម្ដងទៀតឬ អញខ្លាចឯងមិនអាចទ្រាំបានមើលឯងនេះក្រីក្រណាស់លោកសុនគឺជាកូនច្បងនៃក្រុមហ៊ុនសុនមិនសមឲ្យឯងអាក្រក់ម្នាក់លុតជង្គង់ត្រូវហើយលុតឲ្យលឿន គ្រូសាសុនយើងទោះបីមិនស្មើគ្រូសាពំទាំង4តែនៅយូនជើក៏អាចរាប់ថាជាគ្រូសាកម្ពុជាគេអញចង់សម្រាប់ឯងដូចជាជន់ឆ្លីស្រមួយស្រួលដូចជាជន់ស្រមុក អញស្មានថាគ្រូសាសុនឯងខ្លាំងប៉ុណ្ណាដឹងថាគ្រាន់តែជាគ្រូសាថ្នាក់ទី 2 ឯងរកស្លាប់ជឿលងធ្វើដៃវាស្លាប់ ឈប់ទាំងអស់គ្នា លោកលីវលោកថាំងមកហើយលោកលីវអ្នកសង្ហានេះគាត់កំពុងបង្ករឿងនៅទីនេះចាស់គាត់ក៏ប្រមាថលោកសុនដែរយើងហៀបនឹងវីគាត់ អ្នករាល់គ្នាចង់វាយអ្នកណាទៀតលោកគ្រូលិខិតអញ្ជើញរបស់អ្នក នេះអ្នកយាមរបស់អ្នកថាលិខិតអញ្ជើញដែលអ្នកឲ្យខ្ញុំគឺខ្លែងថែមទាំងមិនឲ្យខ្ញុំចូល លោកថាងលោកទឹកតែថាគាត់ជាគ្រូរបស់លោក លោកសិនអ្នកហ៊ានណាមើលទៅ Zoom ទៅខ្លាចថាគ្រូសាសឹងគ្មានកន្លែងនៅ Zoom ចូលទៀត លោកថាងខ្ញុំមិនដឹងគាត់ជាគ្រូរបស់លោកលោកថាងសូមលោកមេត្តាប្រណិតអត់ទូស្អីខ្ញុំ អ្នកសុំខុសហើយ ចេសូមអង្វើណាក់គុំយករឿងទៅណាចាត់ទុកខ្ញុំដូចជាខ្យល់ហើយទុកខ្ញុំចោលខ្ញុំមិនហ៊ានទីទេ ពីមុនអ្នកណាថាមិនឲ្យខ្ញុំចូលហើយឲ្យខ្ញុំលុតជង្គង់សំទោស សូមទើសខ្ញុំក៏ហើយខ្ញុំមិនដឹងថាលោកជាសូមទើស
ខ្ញុំក៏ហើយខ្ញុំមិនហ៊ានទីទេអត់ទូសឲ្យខ្ញុំអត់ទូសឲ្យខ្ញុំ អ្នកពិតជាអាចបត់បែនបានណាស់អញ្ជើញចូល ណាស្រេតលីវពិតជាស្រីស្អាតលេខ1នៅយូនជើបើខ្ញុំអាចនៅជាមួយនាងចំណាយពេលរយៈ3ស្នេហ៍ស្លាប់ក្រខំលប់នាងធ្វើខ្មោចក៏ស្បាយដែរ ខ្ញុំថាងដូចជាបង្កើតចង់ស៊ីសិតសុតស្លាប់ ខ្ញុំសូមប្រកាសក្រុមហ៊ុនលីនិងក្រុមហ៊ុនថាងបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រយើងបានរួមគ្នាអភិវឌ្ឍក្រុមហ៊ុនផាន់ធានដែលបានបង្កើតថ្នាំថ្មី ចេញទៅចេញទាំងអស់ ខ្ញុំថាកម្មវិធីថ្ងៃនេះមិនចាំបាច់បន្ថឹកទីទេ លីនឈីវឯងមកធ្វើអីទីនេះនឹងស្វាគមន៍ឯងទេ អូលោកក្រុមហ៊ុនផាន់ធានឆ្នាំថ្មីដែលទើបស្រាប់ជ្រាវបន្ទាប់ពីសាកល្បងព្យាបាលមានបញ្ហាច្រើនហើយពួកគេដើម្បីផលប្រយោជន៍ខ្លួនឯងមិនខ្វល់ពីជីវិតអ្នកប្រើប្រាស់ក្រុមហ៊ុនបែបនេះហៅថា Victorit នេះមិនអាចទៅរួចទេគ្រូសារທາງគ្រូសាលីនោះជាគ្រូសារតំទាំង4 មានអីដែលមិនអាចទៅរួចគ្រូសាណាមានទាំងនេះគេគ្រាន់តែពូឈាមប្រជាជនមកគ្រប់ទ្របធ្វើប្រកាសថាធ្វើប្រកាលី ធ្វើប្រកាសທາງធ្វើប្រកាលីចេញពីយូនជើហើយគឺនាង Leave Seeing Me បែរជាមកគិតគ្រូសាលីននិង Leave របស់យើងគេសន្លែរៀបការពីមុនហើយម្នាក់នេះមិនដឹងមកពីណាព្រោះស្អាតដូចឆ្កែដែលពុះចេញមកចូលគ្នា ចាស់ខ្ញុំក៏ឃើញគេនៅក្នុងឡានដែរធ្វើនឹង កុំសើច លីនឈីវអ្នកដើម្បីការសម្ដែងនេះអស់ពីចិត្តមែន Lean Van នេះមានន័យដូចចម្ដេច អ្នកថាផលិតផលរបស់យើងមានបញ្ហាតើអ្នកមានភស្តុតាងអ្វីដែលអាចបញ្ជាក់បានឬអ្នកគ្រាន់តែនិយាយកុហក ចង់បានផ្ស្តាងមែនទេលោកអ្នកទាំងដកគ្នាអូបាយការរបស់ស្ថាប័នអាជ្ញាធរត្រួតពិនិត្យនិងរបស់ក្រុមហ៊ុន Fontaine តែក្នុងអូបាយការត្រួតពិនិត្យពិសោធន៍នៅលើនោះអាចមើលឃើញយ៉ាងច្បាស់ក្រុមហ៊ុន Fontaine បញ្ហាដែលមាននៅក្នុងផលិតផលថ្មីហើយអ្នកទាំងដកគ្នារបស់អ្នកចែកចាយរបាយការណ៍មកត្រឡប់ផលិតផលថ្មីអ្នកទាំងដកគ្នាអាចមើលបាន លោក Leave ណាគូតែផ្ដល់ឲ្យយើងនៅការបញ្ចូលសំហេតុផលបញ្ចូលមក ត្រូវហើយប្រសិនបើថ្ងៃនេះគ្មានការបណ្ដុះសំហេតុផលយើងនឹងរួមគ្នាបដិសេធក្រុមហ៊ុន Live និងក្រុមហ៊ុនថាងកាត់ផ្តាច់កិច្ចប្រតិបត្តិការទាំងដោះ លីនឈីវអ្នកមិនគិតថាគ្រាន់តែក្រដាសអីវ៉ាន់ប៉ុន្មានសន្លឹកនេះអាចបញ្ជាក់ថាយើងផលិតផលយើងមានបញ្ហាមែនទេ កុំប្រញាប់នៅមានទៀតខ្ញុំសុខចិត្តធ្វើជាសាក្សីឲ្យលោកលីន បណ្ឌិតហ៊ូមកធ្វើអី គាត់ជានរណា គាត់ឈ្មោះហ៊ូឈីជាអ្នកគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុនទទួលខុសត្រូវទាំងស្រុងលើការអភិវឌ្ឍផលិតផលថ្មីមិននឹកស្មានថាគាត់នឹងក្បត់ក្រុមហ៊ុន មានបញ្ហាហើយ លោកអ្នកទាំងដកគ្នាខ្ញុំជាអ្នកមកពីក្រុមហ៊ុន Fontaine ណាត់ទូខុសត្រូវទូទៅផ្នែកអភិវឌ្ឍផលិតផលរាល់ការស្រាវជ្រាវទាំងដកពីត្រូវបានខ្ញុំតាមដានដោយផ្ទាល់ខ្ញុំអាចបញ្ជាក់បានវត្ថុធាតុដើមដែលពួកគេយកមកសុទ្ធតែជាផលិតផលអ្នកទៀតហើយបរិស្ថានផលិតកម្មរបស់ពួកគេនិងដំណើរការគឺគ្រោតគ្រាតខ្លាំងណាស់ក្រមលក្ខខណ្ឌបែបនេះផលិតផលដែលផលិតចេញមកការប៉ះពាល់ដល់រាងកាយមនុស្សគិតទំទែងណា Lean Fun តែនៅមានអីនិយាយទៀត បានបើអស់លោកសុទ្ធតែគិតថាផលិតផលថ្មីរបស់យើងមានបញ្ហាអញ្ចឹងខ្ញុំសាកថ្នាំដោយខ្លួនឯង អេងមកសាក់ឆ្នាំអាប់ប្របែកខ្សោយយើងក៏ត្រូវរៀបរៀបហូបបាយទិនទៅចុះមកធ្វើជាអ្នកក្លាហាននៅទីនេះធ្វើលេ សុនគូសេងរឿងមុននេះឯងភ្លេចហើយខ្ញុំថាឯងចាំតែហូបមិនចាំគេវា ខ្ញុំអានីនោះជាបាត់បាន កុំទៅរកលីនហ្វាន់អីគាត់ច្បាស់ជាគ្មានចិត្តល្អ មិនអីទេខ្ញុំជឿអ្នកទាំងអស់គ្នា អញ្ចឹងខ្ញុំនឹងមើលហាមុកស្ទូយ៉ាងតែងហ៊ានទេយកអាមុកសំណាក់មកសាក់ឆ្នាំអាចបញ្ជាក់អ្វីបានអ្នកខ្លាចថាជាក្រុមហ៊ុន Fontaine ដែលគេជួលមកធ្វើជាទូ ចាអាស្រុកចេញពីភូមិមកពីណាទៅវិញទៅ លោកមូរងមកដល់ អញ្ចឹងខ្ញុំមកនេះ ម្ចាស់គ្រួសារមូរងម្ចាស់គ្រួសារចេនកាលោកមកធ្វើអ្វីបើយើងមិនមក
Enkata, Crusar the Dike Minana, took a Crusali name Mokumpian. Newman Min Nado Nete. ឯងឈប់និយាយចាំខ្ញុំគិតជាមួយឯងចេញណានកងឆេងហ្វុងចាស់នេះស្រាប់តែទទួលបានសិស្សល្អម្នាក់នេះល្អណាស់លោកស្គាល់គ្រូខ្ញុំពីមុនខ្ញុំបានទទួលសម្បត្តិពីណានកងឆេងហ្វុងចាស់នោះថានឹងមកជួយសម្រួលឲ្យឯងចុះលោកដឹងទេថាគាត់នៅណានេះខ្ញុំក៏មិនច្បាស់ដែរខ្ញុំមិនបានជួបគ្រូឯងទេប៉ុន្តែគាត់ពីមុនសរសេរសម្បត្តិមកខ្ញុំថាតាក់ទងនឹងរោឆាហ៊ុនឌៀនហើយក៏ថាឯងជាមេធានស៊ីហួយហើយអ្នកទាំងពីរនេះគឺជាសមាជិកធានស៊ីហួយ Kau pun majak Crusar kau. ចេនហេងម្ចាស់គ្រូសាចេន Twai bongkum look me way. សូមលោកទាំងពីរក្រោក Nat ne, Kmang, Puchi Matin si hoy. Me way. ច្បាស់ណាស់បើមិនអញ្ចឹងម្ចាស់គ្រូសាធ្វើដោយថ្វាយបង្គំក្មេងនេះ Oh hi. Some talk look me way. Young McJude. Room bantop. Took young wing. អស់លោកឆ្នាំថ្មីហ្វានធានគ្មានបញ្ហាអ្វីទាំងអស់ចំណែកឯភស្តាងដែលគេថានោះក្រោយមកគ្រូសាយូនចៅរួមគ្នាស៊ើបអង្កេតបែជាហូឈីខ្លែងធ្វើដោយខ្លួនឯងឥឡូវនេះគាត់ត្រូវបានអង្គការអំណាចខ្ពស់បំផុតដកឈ្មោះចេញពីស្ថាប័ន Linsiv. Ang klahan na. Kien mo promet. Nas nang Ritz Tinsi. Majak Crusar kau. Kot Puchi nas nang Ritz Tinsi. ពិតឥតខ្លែង Lin Von. Ang kak na. Young Doi. ចាំថ្ងៃនេះឯងមិននិយាយឲ្យច្បាស់ខ្ញុំសន្យាឯងចេញពីទ្វារនេះមិនរួចទេ Ang. Cứ got high. Got nhum nhang knyum. Cứ got klang pstadang. Men tiet. Got ai knyum mogum plan. Jim horror rum hun fontin. Got nhum nhang knyum. Ang ni yes ai. Ang bossum nad na. Got bong kop ai knyum twer teng do. Ang at min kmaskete. Bossum nad twer dai. Ang twer dai. Tweet pang. Some dus. Knam rum hun fontin. Kuk men bang have a day. Some talk that can. Jen day. សៀងនីងរឿងត្រូវបានដោះស្រាយហើយសន្និសិទបន្តទៅ ខ្ញុំសូមណែនាំយ៉ាងអាឡារិករបស់ក្រុមហ៊ុនហ្វាន់ធានប្រធានថ្មីលោកលីនហ្វាន់ ហេតុអីអ្នកមិនប្រឹក្សាជាមួយខ្ញុំជាមុនទេលីនហ្វាន់ពីមុនគ្រូឯងសរសេរសម្បត្តិប្រាប់ខ្ញុំយ៉ាងច្បាស់សុទ្ធតែជាផែនការរបស់គាត់ដូច្នេះឯងត្រូវតែគិតពីប្រយោជន៍រួមយោពូអបអសាទរមានទៀតខ្ញុំក៏ប្រាប់ឯងពីពេលនេះទៅពេលប្រឈមមុខនឹងសត្រូវត្រូវតែដោយវិធីរបស់គេធ្វើទៅលើខ្លួនគេវិញប្រធានថ្មីនឹងមកដល់ក្នុងពេលឆាប់ឲ្យគ្រប់គ្នាប្រុងប្រយ័ត្នឡើងអ៊ីច្បាស់ទេ But. សួរថានេះជាក្រុមហ៊ុនហ្វាន់ធានមែនទេសម្ភាសទៅខាងនោះខ្ញុំមិនមែនមកសម្ភាសទេខ្ញុំឈ្មោះលីនហ្វានជាប្រធានថ្មីរបស់អ្នកអេគ្រប់គ្នាទេគាត់ថាគាត់ជាប្រធានថ្មីហាកូនអើយបើអញជាប្រធានថ្មីអញជាអភិបាលខេត្តយងជ័រសន្តិសុខបណ្ដេញចេង ឈប់ឯងធ្វើអី សៀងនីងឯងមកល្អណាស់អាក្មេងអីថាគាត់ជាប្រធានថ្មីទៀត មែនហើយគាត់ជាប្រធានដែលខ្ញុំទើបតែងតាំងលីនហ្វាន សៀងនីងមិនល្អទេអ្នកគ្រប់គ្រងទី2សន្លប់ភ្លាមថ្ងៃនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យព្យាបាលបណ្ដាលឲ្យក្រុមហ៊ុនវត្ថុធាតុដើមជាច្រើនមិនអាចផ្គត់ផ្គង់បានធម្មតា មិនក៏កើតឡើងយ៉ាងនេះ លោកស្រីលីវមានបញ្ហាធំអ្នកកាន់ភេកហ៊ុនឆ្លងគ្នាក្នុងបន្ទប់ប្រជុំ អ្វី លីនហ្វាននេះថ្ងៃដំបូងចូលកាន់តំណែងក្រុមហ៊ុនក៏កើតមានវិបត្តិធំមួយអ្នកថាម៉េចទៅមែនហើយខ្ញុំមើលថាវត្ថុធាតុដើមដាច់ក្រុមហ៊ុនមិនអាចបញ្ជូនទំនិញតាមកិច្ចសន្យាទាន់ពេលហើយនៅពីក្រោយនេះមិនដឹងថានឹងប្រឈមមុខប្រាក់ពិន័យប៉ុន្មានទេ Krum hun fontin ne. Tup ta bong kat lang tmai. Man ak tram nung bang habab ni bante. Ba protein krum hun tmai. Kamen samat piet. Ay chin de chap. ឯងនិយាយគ្រប់គ្រាន់ហើយឬនៅលីនហ្វានធ្វើជាប្រធានក្រុមហ៊ុន
រឿងនេះខ្ញុំនឹងខាងសុងបានសម្រេចចិត្តរួមគ្នាបើមានបញ្ហាអ្វីកើតឡើងយើងនឹងទទួលខុសត្រូវរួមគ្នា អស់សង្ឃឹមណាស់លីវសៀងនីងក្រុមហ៊ុននេះមិនមែនជារបស់អ្នកតែម្នាក់ទេមុននឹងធ្វើការសម្រេចចិត្តសំខាន់តើអាចឲ្យពួកយើងម្ចាស់ភាគហ៊ុនពិភាក្សាគ្នាបន្តិចនឹងហើយ វ៉ាងគូដុងខ្ញុំកាន់ភាគហ៊ុនក្រុមហ៊ុន60មិនចាំបាច់ពិភាក្សាជាមួយអ្នក ឯង ឈប់ទៅចាប់តាំងពីអ្នកមកដល់ហើយយើងនៅតែពិភាក្សាគ្នាបន្តិចពីរបៀបដោះស្រាយបញ្ហាវត្ថុធាតុដើម ហេកុំលីនហ្វានជាប្រធានក្រុមហ៊ុនរឿងនេះត្រូវតែឲ្យគាត់ដោះស្រាយបើអត់យើងមិនព្រម យើងមិនព្រមទេខ្ញុំមិនព្រម បានចុះអ្នកចង់ឲ្យខ្ញុំដោះស្រាយយ៉ាងម៉េច5 3ថ្ងៃរយៈពេល3ថ្ងៃបើអញរកមិនឃើញអ្នកផ្គត់ផ្គង់វត្ថុធាតុដើមឯងចេញពីក្រុមហ៊ុនឲ្យឆាប់ បញ្ហាវត្ថុធាតុដើមខ្ញុំនឹងរកវិធីដោះស្រាយ មិនបាច់ជីវទៀនខ្ញុំគិតថា3ថ្ងៃច្រើនពេកឯងឲ្យខ្ញុំ1ថ្ងៃវិញម៉េចបាន លីនហ្វានឥឡូវអ្នកផ្គត់ផ្គង់ធំនៅយួនជើសុទ្ធតែបដិសេធមិនផ្គត់ផ្គង់ចង់ឲ្យក្នុងមួយថ្ងៃដោះស្រាយបញ្ហាស្ទើរតែមិនអាច ខ្ញុំនឹងមើលឯងដោះស្រាយយ៉ាងម៉េចខ្ញុំមានវិធីផ្ទាល់ខ្លួនលីនហ្វានឲ្យលីនហ្វានឯងគិតថាខ្លួនឯងជាមនុស្សសំខាន់មែនឥឡូវនេះខេត្តយួនជើទាំងមូលតែអាចផ្ដល់ឲ្យក្រុមហ៊ុនយើងវត្ថុធាតុដើមអស្តមានតែគ្រូសាហាន់នៅខេត្តវឹងជេងទេហើយកម្លាំងខ្លាំងជាងគ្រូសាលីវនិងគ្រូសាតាងឯងគិតថាគេនឹងជួយឯងជាមនុស្សថោកទាបខ្ញុំមើលថាគ្រូសាហាន់បានប្រគល់អាជីវកម្មគ្រូសាឲ្យហាន់ស៊ូយ៉ាវគ្រប់គ្រងបណ្ដោះអាសន្នហើយនាងកម្រសហការជាមួយបរិសចម្លែកណាស់មិនថាអ្នកឥតប្រយោជន៍ទៅចេញមុខនេះទេ ឯងកុំធ្វើហួសហេតុពេក ខ្ញុំមានវិធីខ្ញុំចេញទៅហៅទូរស័ព្ទឯងមិនមែនចង់រកលេសរត់ចេញទេរត់ គ្រូរបស់ខ្ញុំមិនអាចរត់បានទេគ្រូខ្ញុំមកជឿថៃ កញ្ញាហាននេះមនុស្សថោកទាបនេះអាចជាគ្រូរបស់អ្នកឬ ប្រុសស្អាតនិយាយយ៉ាងម៉េចសុំទោសគ្រូខ្ញុំឲ្យសពបើមិនអញ្ចឹងទទួលខុសត្រូវផ្ទាល់ខ្លួន សូមទោសលោកប្រធានសូមអត់ទោសឲ្យខ្ញុំផងថ្ងៃនេះគិតដល់មុខសៀងនីងខ្ញុំនឹងមិនយករឿងជាមួយអ្នកទេចេញទៅ គ្រូបញ្ហាវត្ថុធាតុដើមខ្ញុំនឹងដោះស្រាយ អរគុណកញ្ញាហាន សៀងនីងមិនទីពេទ្យឲ្យពូរបស់ហែងលិខិតជូនដំណឹងគ្រោះអ្នកធ្ងន់ធ្ងរ អ្វី សៀងនីង លីនឈីវ មើលទៅយើងពិតជាមានសំណាងណាស់ជួបគ្នាម្ដងទៀតនៅទីនេះយើងពិតជាគូស្នេហ៍ដែលកើតមកសម្រាប់គ្នា លោកគ្រូអ្នកនេះជាអ្នកណានិយាយស្អប់ពើមណាស់ ឆ្កែអាក្រក់មួយក្បាលទេមិនសមនិយាយ លីនឈីវយើងបានបោះបង់ការភ្ជាប់ពាក់រួចហើយអ្នកកុំមកលងខ្ញុំដូចខ្មោចលងទៀតឡើយ ខ្ញុំបានថាពូលោកទេជឿខ្ញុំអញ្ជើញលោកគ្រូពេទ្យមកព្យាបាលពូលោកឯង អ្នកនឹងចិត្តល្អដូចនេះ អ្នកមិនមែនគិតធ្វើរឿងអាក្រក់ទៀតទេ ខ្ញុំគិតថាមិនចាំបាច់ទេសូមអញ្ជើញត្រឡប់ទៅវិញ ឈ្មោះដ៏ល្បីរបស់គ្រូពេទ្យអ្នកទាំងអស់គ្នាគួរតែធ្លាប់ទោះបីអ្នកមិនជឿខ្ញុំក៏ត្រូវជួយគ្រូពេទ្យដែរសួស្ដីអ្នកនាងលោសួស្ដីអ្នកនាងខាងអ្នកទាំងពីរនេះមើលទៅចម្លែកហើយឈ្មោះអ្វី លីនហ្វាន ហេនស៊ូយ៉ាវគឺហានស៊ូយ៉ាវក្នុងគ្រួសារហេនក្រុងវឹង អត់មានបញ្ហាអ្វី ខ្ញុំតែងតែកត់សរសើរគ្រួសារហេនក្រុងវឹងជាយូរមកហើយដោយសារអ្នកមកក្រុងយូនខ្ញុំក៏ត្រូវធ្វើជាម្ចាស់ដែរ ខ្ញុំក៏មានចំណាប់អារម្មណ៍លើឆ្កែអាក្រក់ដែរ ណា អាគួយឯងភ្ញាក់ឡើងឆាប់ភ្ញាក់ឡើងឆាប់លីវគួយភ្ញាក់ឡើងមីងពួកគាត់មិនហើយគ្រូពេទ្យបានប្រកាសថាពួកឯងជំងឺធ្ងន់ធ្ងរគ្រូពេទ្យបាននិយាយទៅថាពួកខ្ញុំកើតជំងឺអ្វី អូពេទ្យសម័យនេះពិតជាមានប្រយោជន៍កាន់តែខ្លាំងសុទ្ធតែជាពេទ្យអន លោកម្ចាស់គ្រូសាលីងសៀងនីងរបស់ខ្ញុំបានលុបចោលកិច្ចសន្យាជាមួយអ្នកហើយមកធ្វើអីទៀត មេងលីវខ្ញុំមកលេងពូលីវដោយចិត្តណាហើយខ្ញុំថែមទាំងចំណាយលុយច្រើនអញ្ជើញគ្រូពេទ្យ មេងកុំជឿគាត់មនុស្សនេះច្បាស់ជាគ្មានចិត្តល្អ ពិតឬអ្នកពិតជាអញ្ជើញគ្រូពេទ្យមកមែនអញ្ជើញគាត់ចូលមក គ្រូពេទ្យសូមអញ្ជើញចូលមកលោកស្រីជំរាបសួរ មិននឹកស្មានថាអ្នកមកពិនិត្យជំងឺដោយខ្លួនឯងលើកនេះអាគួយខ្ញុំបានសង្គ្រោះហើយក ុំបារម្ភរៀបណាខ្ញុំនៅទីនេះទោះប្រយមរិទ្ធមកខ្ញុំក៏ហ៊ានតាំងជាមួយគាត់ដែរទីនេះថាម្ចាស់គ្រួសារទី2នឹងគ្មានគ្រាត់ណាស់ ចឹងល្អណាស់សូមអ្នកពិនិត្យអាគួយខ្ញុំឲ្យលឿន
បរោះចំណាស់នេះជានរណា គាត់ឈ្មោះជើវ៉ាន់គេថាគាត់ជាគ្រូពេទ្យលេខគេថាគាត់អាចប្រោសមនុស្សស្លាប់ឲ្យរស់ហើយជាភ្ញៀវកិត្តិយសគ្រួសារធំប្រហែលជាមានជំនាញពិតប្រាកដ មិនមែនជាបញ្ហាធំទេប្រស័យធ្ងន់រលេខស៊ូបន្តិចខ្ញុំចាក់មជុលបន្តិចទីនេះថាម្ចាស់គ្រួសារទី2ជំងឺនឹងបាត់ទៅ ចឹងសូមអរគុណលោកគ្រូពេទ្យជើ អូ ចាំអ្នកចង់ជួយសង្គ្រោះគេឬចង់សម្លាប់គេ ប្រហានក្មេងក្រំមកពីណាហ៊ានសន្ស័យចំនួនពេទ្យខ្ញុំ តាចាស់ខ្ញុំថាអ្នករៀនពេទ្យមិនទាន់ចេះផងទេឋានៈពេទ្យឯកទេសនេះអ្នកណាឲ្យអ្នកមកចូលនេះចាក់ចោះលោកទី2ថ្ងៃនេះស្លាប់មិនខាន សៀងនីងអ្នកនេះអ្នកណានាំមកនិយាយមិនចេះគួរសំសោះ គាត់ហ៊ានសង្ស័យជំនាញពេទ្យរបស់លោកពេទ្យជើ មីងទី2គាត់ជាអ្នកដែលខ្ញុំនាំមកឈ្មោះលីនហ្វានឥឡូវគាត់ជាជប់និយាយទៅអញ្ចឹងអ្នកនាំមកលើកនេះខ្ញុំមិនយករឿងទេតែឯងប្រយ័ត្នមាត់ឯងផងបើនៅតែនិយាយរឿងឥតប្រយោជន៍ទៀតខ្ញុំនឹងឲ្យសន្តិសុខបណ្ដេញឯងចេញ លីនហ្វេនអញគិតថាខ្លួនឯងធ្វើអ្វីក៏បានមែនទេរឿងឯកូនទល់ដែរបើពេលនោះមានរឿងស្លាប់មនុស្សស្លាំងអញទទួលខុសត្រូវបានទេលោកទាំងពីរកុំបន្ទោសក្មេងនេះនៅក្មេងពេកមិនទាន់ឃើញអ្វីធំដុំទេសូមមើលមកខ្ញុំកុំទៅប្រកាន់គាត់ពេទ្យចូលពិតជាពេទ្យសេកទេសនៃខេត្តយូនជើធំជាងអ្នកខ្លះទៅទៀត បងប្អូនទាំងអស់គ្នាកុំថាខ្ញុំមិនបានប្រាប់តាចាស់នេះរៀនពេទ្យមិនទាន់ចេះផងស្មានថាគ្រាន់តែជាអ្នករោគតែឈ្មោះប៉ុណ្ណោះ ប្រហានខ្ញុំមកដល់ហើយមិនទាន់មានអ្នកណាហ៊ាននិយាយបែបនេះដាក់ខ្ញុំទេអេងចូលនៅទីនោះកុំរ៉ាខ្ញុំនឹងវែងខិនពីរបៀបដែលខ្ញុំព្យាបាលលោកទី2ជាសះស្បើយ លីនហ្វានឯងនិយាយតិចវិញទៅ គ្រប់គ្រាន់ សន្តិសុខពេញអាប្រុសនេះចេញទៅ លោកស្រីកុំហើយគាត់ជ្រមើលនៅទីនោះខ្ញុំព្យាបាលម្ចាស់ទី2ឲ្យជាយ៉ាងណាបើមិនអញ្ចឹងរឿងនេះផ្សព្វផ្សាយចិនហើយគេថាខ្ញុំទំជិះចិនណាទូចមិនល្អ ដោយសារពេទ្យជើបាននិយាយហើយខ្ញុំមិនយករឿងជាមួយអ្នកទេលើកនេះពេទ្យជើប្រញាប់ចាក់បញ្ចូលទៅ អាគួយឯងយ៉ាងមិនហើយអាគួយពេទ្យជើនេះកើតរឿងអី មិនត្រូវតាមទ្រឹស្ដីខ្ញុំចាក់មជុលរួចគាត់គួរតែប្រសើរឡើង លីនឈីវឯងថាពេទ្យជើពូកែមិនមែនឬនេះកើតរឿងអីខ្ញុំឃើញឯងចង់ធ្វើបាបអាគួយ ខ្ញុំក៏មិនចេះព្យាបាលដែរខ្ញុំមើលតាមរោគសញ្ញាគឺជាជំងឺផ្ដាសាយ ពេទ្យអាក្រក់បំផ្លាញសៀងនីងធ្វើម៉េចទៅបើពូឯងមានអីកើតខ្ញុំក៏មិនរស់ទេមីងកុំប្រញាប់លីនវ៉ានឯងរកវិធីមើលក្មេងប្រុសដោយសារឯងដឹងហើយមូលហេតុរបស់អាគួយឯងមានវិធីព្យាបាលគាត់ អ្នកណាទៅតែហៅសន្តិសុខដេញខ្ញុំចេញលោក ទៅរកពេទ្យជើវិញទៅ ខ្ញុំគ្រាន់តែជាក្មេងមិនទាន់ឃើញអ្វីបើមានរឿងអីកើតខ្ញុំមិនអាចទទួលខុសត្រូវបានទេ គឺខ្ញុំភ្នែកខ្វាក់សូមអង្វរែងជួយអាគួយខ្ញុំលុតជង្គង់ឲ្យឯងលីនវ៉ាន សិស្សល្អចាំបាច់ឲ្យខ្ញុំចេញដៃទៀតឬ យកឲ្យលោកគ្រូលោកពេទ្យសេកអញ្ចឹងខ្ចីសិនមជុលរបស់លោកប្រសិន ប្រហានណាអញ្ចឹងខ្ញុំនៅទីនេះមើលពួកអេងធ្វើយ៉ាងណាលោកពូទី2ជាសះស្បើយចាំឥឡូវសុភីពូលីវអាក្រក់ខ្លាំងណាស់ហើយត្រឹមមិនបានមេងលីវលោកមេងត្រូវគិតច្បាស់បើពូលីវមានគ្រោះថ្នាក់អ្វីមួយអ្នកណាទូខុសត្រូវ ពួកឯងពិតជាអាចជួយសង្គ្រោះអាគួយរបស់យើងបានទេ បើលោកមីងមិនជឿពួកយើងអញ្ចឹងលោកមីងរកអ្នកផ្សេងវិញចុះ លីនហ្វានមីងកុំជឿពាក្យលីនឈីវពូទី2ឈីវច្បាស់ជាពាក់ព័ន្ធនឹងគាត់ សៀងនីងរៀងគ្រប់យ៉ាងត្រូវតែមានស្តាំ លីងឈីវអ្នកធ្លាប់តែចូលចិត្តលេងល្បិចកលទាំងនេះមែនទេម៉េចឥឡូវអ្នកខ្លាចអ្វីឬមួយនេះពិតជាអ្នកធ្វើមែនទេ មើលទៅ
ពួកឯងគិតថារឿងនេះខ្ញុំជាអ្នកធ្វើមែនទេ អ្នកវិញចេះដឹងខ្លួនឯងល្អណាស់រឿងនេះអ្នកធ្វើអត់អ្នកឯងច្បាស់ជាងគេ អ្នកទាំងអស់ឈប់ឆ្លោះគ្នាឆាប់ជួយសង្គ្រោះអាគួយរបស់ខ្ញុំផង ពេទ្យចៅលោកមើលច្បាស់ហើយឬ មិនចូលខ្មោច8អ្នកចេះមិនជន់នេះដូចចម្ដេច អូយលោកតានេះចេះច្រើនណាស់ថែមទាំងស្គាល់មកចូលខ្មោច8ទៀត អាគួយអ្នកមិនអីទេ ខ្ញុំមិនអីទេ អ្នកធ្វើឲ្យខ្ញុំភ័យស្លាប់ហើយកញ្ញាហានពូរបស់ខ្ញុំយ៉ាងម៉េចហើយ អ្នកនាងលីវកុំបារម្ភខ្ញុំបានដកជាតិពុលឈិនពីខ្លួនពូរបស់អ្នកហើយសម្រាប់ប៉ុន្មានថ្ងៃទៀតជាសះស្បើយ ល្អណាស់ល្អណាស់ខ្ញុំទៅដាំបោឲ្យអ្នកសម្រាប់ឲ្យល្អ សិស្សល្អមកចូលខ្មោច8ឯងចេះជាងមុន ច្បាស់ណាស់ប៉ុន្តែអរគុណលោកគ្រូសម្រាប់ជលរបស់លោក ខ្ញុំយល់ហើយអ្នកទាំងអស់គ្នាធ្វើពុតជាមនុស្សសយដើម្បីបន្សល់ គ្រូរបស់ខ្ញុំជាអ្នកស្នងរាជធានស៊ីគាត់មានចំណេះពិតប្រាកដមិនដូចតែខ្លាំងខ្លាយខ្លះ លោកជាអ្នកស្នងរាជធានស៊ីអ្នកស្នងរាជសូមទូលខ្ញុំជាសិស្សខ្ញុំពិតជាមើលមនុស្សខុរមើលអ្នកថប់ដូចស្កាយសូមទូលខ្ញុំធ្វើជាសិស្សផង លោកតាក្រកឡើងគ្រូខ្ញុំមិនទទួលលោកធ្វើជាសិស្សទេ កម្រិតណាស់អ៊ីចឹងឆ្លងកាត់ខ្ញុំក៏ពិបាកនៅចង់ឲ្យគ្រូខ្ញុំទួជាសិស្សទៀតសុបិនខន ពូលីវដោយសារលោកមានអីធំដុំហើយដូច្នេះខ្ញុំសូមលាសិន ចាំម្ចាស់គ្រូសាលីនអំពីសៀងនីនរឿងលេងលះការភ្ជាប់ពាក្យជាមួយលោកជាកំហុសគ្រូសាលីវដែលមិនបានគិតល្អប៉ុន្តែដល់ហើយក៏ដល់ទៅសង្ឃឹមថាពីពេលនេះទៅកុំរំខានសៀងនីនទៀតហឹម យើងទៅ ទៀនស៊ីហួយលីវគួយសូមថ្វាយបង្គំម្ចាស់តូចសម្រាប់ឲ្យបានល្អ ពូដឹងទេអ្នកណាដាក់ថ្នាំពុលឲ្យពូ ច្បាស់ជាលីនជីវមនុស្សអាក្រក់នោះ កញ្ញាថាងប្រយ័ត្នមានគេលុបស្ដាប់ចុះបើពិតជាលីនឈីវធ្វើមែនម្ចាស់តូចអ្នកទាំងអស់គ្នាពីពេលនេះទៅគុំទៅរករឿងលីនឈីវគ្រោះថ្នាក់ណាស់ ពូនិយាយឲ្យច្បាស់មក តាមព័ត៌មានដែលអាចទុកចិត្តបានលីនឈីវគាត់ជាមនុស្សរបស់រក្សាសាហ៊ុនដាន រាជាហ៊ុនឌៀន មែនហើយអ្នកគ្រប់គ្រងទី2រាជាហ៊ុនឌៀននេះតើជារឿងអ្វីទៅអ្នកស្នងតើគ្រូចាស់មិនបានប្រាប់អ្នកពីរឿងរាជាហ៊ុនឌៀនទេគ្រូខ្ញុំពីមុនបាននិយាយពី3ដងប៉ុន្តែគ្រូខ្ញុំបានចុះពីភ្នំតាំងពី2ឆ្នាំមុនរហូតមកដល់ពេលនេះគ្មានដំណឹងទេធានស៊ីហួររបស់យើងសត្រូវធំបំផុតគឺរាជាហ៊ុនឌៀនជាច្រើនឆ្នាំមកហើយសាលាទាំងពីរប្រជែងគ្នាទាំងចំហនឹងលាក់ឈ្នះចាញ់គ្នាទៅវិញទៅមក អូខ្ញុំហេតុដូចជាធ្លាប់យំពុកខ្ញុំនិយាយរាជាហ៊ុនឌៀននេះជាតំពើអាក្រក់សមាជិករបស់វាសហគមន៍រាល់ពេលចេញមកបង្កប់សុឈាម ពេលនេះធានស៊ីហួរគ្មានអ្នកដឹកនាំលើសពីនេះទៀតពួករាជាហ៊ុនឌៀនកំពុងជ្រៀតចូលដោយសម្ងាត់មនុស្សរបស់ធានស៊ីហួរយើងមិនដឹងថាមានមនុស្សប៉ុន្មានបានចុះចូលរាជាហ៊ុនឌៀនហើយអញ្ចឹងហើយពីមុនខ្ញុំតែងតែគិតមិនចេញហេតុអ្វីលីនជីវតែងតែរករឿងខ្ញុំដឹងថាគាត់ជាពួករាជាហ៊ុនឌៀន ពូអញ្ចឹងទៅទៀតយើងធ្វើដូចម្ដេច ពេលនេះខ្ញុំក៏គ្មានគំនិតដែរសំណាងល្អដែលអ្នកស្នងបានចុះមកតាន់ពេលសង្ឃឹមថាអ្នកអាចប្រមូលផ្ដុំពួកធានស៊ីហួររួមគ្នាប្រយុទ្ធនឹងពួករាជាហ៊ុនឌៀនអ្នកគ្រប់គ្រងទី2អ្នកកុំបារម្ភខ្ញុំនឹងស្ដារធានស៊ីហួរអស់ពីសមត្ថភាពយើងទប់ស្កាត់រាជាហ៊ុនឌៀនកុំឲ្យធ្វើអាក្រក់ មេគ្រូមានរឿងហើយលីវហ្វូស្រាប់ប្រកាសផលិតផលក្រុមហ៊ុន Fentin មានបញ្ហាពេលនេះហេសស្ថានទាំងដកក្នុងយូនជើជប់លោកផលិតផលរបស់យើង អ្វី មិននឹកស្មានបងប្រុសខ្ញុំហ៊ានធ្វើរឿងបែបនេះតើគ្រាន់តែគាត់និយាយមួយម៉ាត់ផលិតផលរបស់យើងក៏មិនអាចលក់បានទេអ្នកទាំងអស់គ្នាមិនដឹងទេបងប្រុសខ្ញុំនោះនៅយូនជើគឺជាអ្នកដឹកនាំឱសថទាំងអស់និងអ្នកតំណាងលោកសុទ្ធតែស្ដាប់បង្គាប់គាត់អតិភិបពេលនេះគឺស្ដារកេរ្តិ៍ឈ្មោះក្រុមហ៊ុនឲ្យបានឆាប់ តើគួរចេញសេចក្តីថ្លែងការណ៍បញ្ចុះទេ យើងត្រូវការមនុស្សមានឥទ្ធិពលខ្លាំងចេញមកនិយាយជំនួសយើង ផលិតផលក្រុមហ៊ុនយើងអ្នកតំណាងពាណិជ្ជកម្មឈិនប៊ីងស៊ីជាតារាភាពយន្តល្បីល្បាញអន្តរជាតិយើងអាចឲ្យនាងចេញសេចក្តីថ្លែងការណ៍ជាមុនបន្ទាប់មកយើងរៀបចំសន្និសីទបញ្ជាក់ពីរឿងរ៉ាវ យល់ព្រមអញ្ចឹងយើងចែកគ្នាធ្វើ បាន
លោកស្រេច leave អាក្រក់ហើយសិនប៊ីងស៊ីចង់បញ្ចប់កិច្ចសន្យាជាមួយយើង អ្វីកញ្ញាឈិនលោកស្រីលីវខ្ញុំរវល់នេះជាកិច្ចសន្យាបញ្ចប់មើលមួយផ្លែតចុះហັບធ្លេខាភ្លាមកញ្ញាឈិនតើយើងមានការយល់ច្រឡំអ្វីទេយល់ច្រឡំផលិតផលរបស់ក្រុមហ៊ុនអ្នកមានគ្រោះថ្នាក់ធំបែបនេះតើអ្នកដឹងទេថាវាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះខ្ញុំយ៉ាងធំធេងខ្ញុំមិនបានឲ្យអ្នកបងពីណីនេះជាការរាប់អានហើយចុះហັບធ្លេខាលឿនកញ្ញាឈិនរឿងនេះប្រកាសជាមានអ្នកពីក្រោយយើងនឹងស៊ើបអង្កេតឲ្យច្បាស់សូមអ្នកគិតម្ដងទៀតគិតឥឡូវក្រុមហ៊ុនដាក់ធនធានទាំងអស់មកលើខ្ញុំមិនអនុញ្ញាតឲ្យមានស្នាមប្រឡាក់មកលើខ្ញុំអញ្ចឹងយើងសុកចិត្តបន្ថែមថ្លៃឧបត្ថម្ភ50ពីពេលនេះមិនថាគ្រួសារលីវរបស់ខ្ញុំនឹងការឧបត្ថម្ភទាំងអស់នៅយូនជើខ្ញុំអាចរៀបចំឲ្យអ្នកទាំងអស់លោកស្រីលីវអ្នកកុំសន្យាទេឲ្យខ្ញុំបើមិនចុះហត្ថលេខាអ្នកទៅនិយាយជាមួយមេធាវីខ្ញុំ លោកស្រី leave ដោយសារកញ្ញាឈិនគឺចូលជីងយ៉ានាងនឹងសិនប៊ីងស៊ីជាតារាស្រីកំពុងពេញនិយមបំផុតប្រជាប្រិយភាពតាមទាំងពោជាងសិនប៊ីងស៊ីទៀត ជើជីងយ៉ាអ្នកមកទីនេះធ្វើអី លោកស្រី leave ខ្ញុំសុខចិត្តសហការជាមួយក្រុមហ៊ុន Fontaine ខ្លាយជាអ្នកតំណាងរបស់ក្រុមហ៊ុន Fontaine អ្នកតំណាង ជើជីងយ៉ាឯងដណ្ដើមធនធានដណ្ដើមឈួតហើយហេតុអីកន្លែងណាក៏ឃើញឯង ខ្ញុំតែងតែចូលចិត្តលោកស្រី leave ជាស្ត្រីខ្លាំងកែបនេះខ្ញុំក៏ជឿជាក់លើលោកស្រី leave ដែរខ្ញុំសុខចិត្តចេញមុខសម្រាប់វិបត្តិរបស់ក្រុមហ៊ុន Fontaine រួមដំណើរជាមួយអ្នកនាងលីវអ្នកនាងជើអរគុណដែលបានជួយប្រសិនបើក្រុមហ៊ុនយើងអាចឆ្លងកាត់វិបត្តិគ្រួសារលីវនឹងឲ្យរង្វាន់ធំជើជីងយ៉ាឯងជាស្រីស្អាតដែលឡើងតំណែងដោយសារបុរសមកធ្វើជាអ្នកថ្លៃថ្នូរនៅទីនេះឯងហ៊ានវាយខ្ញុំឬខ្ញុំនឹងតាំងជាមួយឯងគ្រប់គ្រាន់ហើយអ្នកនាងឈីនប្រាក់ពីនៃគ្រួសារលីវខ្ញុំនឹងបងតែឯងចាំទុកមិនមែនឯងបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុនវ៉ាន់ធានទេគឺក្រុមហ៊ុនវ៉ាន់ធានបញ្ចប់កិច្ចសន្យាជាមួយឯងជើជីងយ៉ាឯងប្រឆាំងនឹងខ្ញុំគ្រប់ទីកន្លែងចាំមើលអ្នកនាងជើយើងអង្គុយនិយាយគ្នាសិន លោកស្រី leave អ្នកហៅខ្ញុំថាជីងយ៉ាបានហើយ ជីងយ៉ាខ្ញុំជឿថាអ្នកបានឃើញតាមព័ត៌មានឃើញហើយផលិតផលរបស់ក្រុមហ៊ុនយើងមានបញ្ហាតើអ្នកមិនខ្លាចចំពោះអាជីពសម្ដែងរបស់អ្នកនាពេលអនាគតឬមានផលប៉ះពាល់អ្វី លោកស្រី leave និយាយធ្ងន់ពេកហើយខ្ញុំពិតជាបានប្រៃប្រាស់ផលិតផលរបស់ក្រុមហ៊ុនលោកស្រីចំពោះគុណភាពផលិតផលរបស់ក្រុមហ៊ុនលោកស្រីខ្ញុំជឿជាក់យ៉ាងខ្លាំងហើយខ្ញុំតែងតែកោតសរសើរលោកស្រី leave ដូច្នេះខ្ញុំនឹងហៅសន្និសីទសារព័ត៌មានភ្លាមប្រកាសថាអ្នកខ្លាចជាអ្នកតំណាងថ្មី កុំអោយយឺតធ្វើនឿយណាយស្អី រីករាយក្នុងការសហការ រឿងចាប់ហើយ ធ្វើបានល្អ Lean Van Leave Singing ខ្ញុំចង់ឃើញអ្នកទាំងពីររៀបអ្វីមកទល់ជាមួយខ្ញុំក្រុមហ៊ុន Fontaine ម្សិលមិញទើបដឹកហូតកិច្ចសន្យាជាមួយ Chin Bing Si ថ្ងៃនេះក៏ប្រកាសតំណាងថ្មីនៅពេលដែលរឿងកំពុងរសើបមិននឹកស្មានថានៅមានអ្នកហ៊ានទទួលជាតំណាងឲ្យក្រុមហ៊ុនវ៉ាន់ធាន ខ្ញុំគេនិយាយថាគេថាតំណាងថ្មីឋានៈខ្ពស់ជាង Chin Bing Si ទៀត ខ្ពស់ជាង Chin Bing Si ទៀតតើអាចជា មកដល់ហើយកញ្ញា Leave សុំសួរអត្តសញ្ញាណរបស់តំណាងថ្មីតើមានអ្វីដែលអាចបញ្ចេញបានទេ ខ្ញុំធានាថានឹងផ្ដល់ការភ្ញាក់ផ្អើលដល់អ្នកទាំងអស់គ្នាសូមរងចាំមើលកញ្ញាលីវអង្គុយស្ងប់ស្ងាត់យ៉ាងនេះមើលទៅហាក់ដូចជាដឹងថាឈ្នះជាលោកងូតាក់ទងជីងយ៉ាបានហើយឬនៅ ទូរស័ព្ទនៅតែមិនទាន់ដាច់ បន្តទូរស័ព្ទទៅ បាទលោកស្រី leave នៅសល់1ម៉ោងទៀតនឹងមានសន្និសីទកុំឲ្យមានបញ្ហាអ្វីកើតឡើង លោកស្រី Leave សន្និសីទជិតចាប់ផ្ដើមហើយហេតុអ្វីបានជានៅមិនទាន់ឃើញកញ្ញាជើអ្នកមិនមែនកំពុងបន្សល់យើងទេ នាងកំពុងធ្វើពុតចង់អូសទាញពេលវេលាមិនព្រមប្រកល់តំណែងប្រធាន ខ្ញុំថាហើយក្មេងស្រី Avan រយមិនទាន់ដល់ពេញមិនអាចពឹងពាក់បានទេ នេះមិនទាន់ដល់ទីបញ្ចប់ទេអ្នករាល់គ្នាចង់ឆ្លោះគ្នាទៀតហើយឬ អញ្ចឹងនៅតែហ៊ានរឹងរូសទៀតឬបន្តិចទៀតមើលថាអ្នកនឹងធ្វើយ៉ាងណាតើ អ្នករាល់គ្នា តើមានរឿងអ្វីកើតឡើងហើយតើមានអ្នកណាមកទៀតទេមកហើយអ្នកតំណាងកំពុងធ្វើដំណើរមកហើយសូមកុំអើក្តៅក្រហាយ អ្នកនាង Leave អ្នកតំណាងដែលណាថានៅតាមផ្លូវគ្មានតទៅសោះ ហើយពេលនេះតារាធំណាហ៊ានចូលរឿងនេះ Lev Singh នឹងជាអ្នកបកប្រាស់ធំអ្នកបក អ្នកតំណាងមកហើយ
เจ้าจินยาគឺเจ้าจินยาមែន ពិតជាអញ្ចឹងជជីងយ៉ាមវ៉ែន จินยาអូនមកដល់ហើយ គ្រូសាឡែបអញ្ចឹងនាងមកបានដែរ ខ្ញុំចោតប្រកាន់ផលិតផលក្រុមហ៊ុន Fontaine គុណភាពមិនបានតាមស្តង់ដារបណ្ដាលឲ្យខ្ញុំខូចមុខ ឡែបស៊ីងនឹងនេះហើយជាអ្វីដែលអ្នករៀបចំណាំងល្អសានសេទើឡែបស៊ីងនឹងខ្ញុំថាអ្នកមានអ្វីត្រូវនិយាយទីទេចុះពីឆាទៅចុះចេះចុះចេង เจ้าจินยาខ្ញុំគ្មានចំនួនអីជាមួយអ្នកទេហេតុអីអ្នកចង់ធ្វើបាបខ្ញុំ អ្នកមានរឿងអីជាមួយនាងទេចុះខ្ញុំមិន លីនឈីវអ្នកធ្វើអំពើអាក្រក់ទៀតហើយ ជាងនាងកុំចោតប្រកាន់ខ្ញុំអីឪពុកយើងបានរៀបការឲ្យយើងតាំងពីតូចខ្ញុំមិនអាចធ្វើបាបណាទេ អ្នកថោកទាប ជាងនាងខ្ញុំធ្លាប់ប្រាប់អ្នករួចហើយអ្នកមិនសាក់សំនឹងការចំនួនទេការចំនួនដូចជាស្មរភូមិអ្នកជាស្រីនៅតែមើលកូនមិនល្អទេ មែនហើយ លីនឈីវអ្នកឈប់សង្ឃឹមទៅខ្ញុំមិនព្រមនៅជាមួយអ្នកថោកទាបនៅជាមួយគ្នាទេ ជាងនាងកុំប្រញាប់រឿងស្នេហានេះយើងអាចបណ្ដុះវាបន្តិចកំដៅពេលយើងនៅជាមួយគ្នាយូរអ្នកនឹងដឹងដោយខ្លួនឯងខ្ញុំនឹងជីកជាបរិសុទ្ធអបប៉ុណ្ណាកញ្ញាចូលជាសិល្បករថ្មីរបស់ខ្ញុំអ្នកសារព័ត៌មានទាំងដោះនឹងឲ្យមកខ្ញុំបន្តិចបើអ្នកព្រមរៀបការជាមួយខ្ញុំរឿងថ្ងៃនេះនឹងដោះស្រាយដោយខ្លួនឯង អ្នកសុបិនទោះបីខ្ញុំមិនយកក្រុមហ៊ុនពនធានក៏មិននៅជាមួយអ្នកដែរ ក្រុមហ៊ុនពនធីនជាមុខមាត់របស់ធីនស៊ីលីនហ្វុនបរាជ័យយ៉ាងធ្ងន់ធ្ងរខ្លាចថានឹងត្រូវមនុស្សទាំងដោះមើងងាយជាងនាងរៀបការជាមួយខ្ញុំរៀបការជាមួយគាត់ លីងឈីវអ្នកពិតជាចេះគិតគូរណាស់ Lin Fan អញមករំខានរឿងអន្តិតហើយ Lin Fan អញស្គូតហើយ លោកអ្នកទាំងអស់គ្នាសូមមើលឲ្យបានច្បាស់តារាស្រីរូបនេះតើពិតជាខូចមុខឬអត់ បែរជាគូដល់ខ្លួនឯង ព័ត៌មានធំតារាស្រីល្បីបង្កាច់ក្រុមហ៊ុនហ្វាន់ធានចេញទៅលីនហ្វាន អរគុណ Lin Fan នរងគ្រូពីផលិតផល Fontaine មិនមែនតែប៉ុណ្ណេះទេអញត្រូវគិតបានច្បាស់តែត្រូវធ្វើយ៉ាងណាទៅមុខ លោកអ្នកនេះជាក្រុមហ៊ុន Fontaine របស់យើងរបាយការណ៍ត្រួតពិនិត្យឲ្យផលិតផលទាំងអស់ផលិតផលរបស់ក្រុមហ៊ុនយើងប្រើប្រាស់តែវត្ថុធម្មជាតិផលិតផលបៃតងនិងមានសុខភាពមានប្រយោជន៍គ្មានគ្រោះថ្នាក់ដល់មនុស្ស ត្រួតពិនិត្យគុណភាពរួចហើយក៏យ៉ាងម៉េចនរងគ្រូច្រើនពីក្រុមហ៊ុន Fontaine របស់ហាងនៅទីនោះ លោកអ្នករងគ្រោះដែលចេញមុខមិនដែលទិញផលិតផលណាមួយរបស់ក្រុមហ៊ុនយើងហើយមុនពេលបង្កាច់យើងបានទទួលការផ្ទេរប្រាក់ពីក្រុមហ៊ុន Lin Chiu ភស្តុតាងទាំងអស់នៅក្នុងដៃខ្ញុំ Lin Chiu ឯងនៅសល់ពីអីទៀត ថាមកចូលចិត្តតាត់មែនទេណាយពតមានរបស់អ្នកណាកសិតណា Lin Fan ខ្ញុំសារភាពថាខ្ញុំបង្កាច់តែពេលនេះមិនសាធារណៈលើបណ្ដាញបានរៀបដែលហើយស្អាតខ្លាយគិកមើលបានគ្មានតារាណាមកធ្វើជាអ្នកតំណាងអីណាទេក្រុមហ៊ុន Fontaine របស់អ្នកមិនអាចលៀងស្អាតបានឡើយ លីនហ្វានយើងចាញ់ហើយ ចាញ់យ៉ាងម៉េច គ្មានតារាណាធ្វើជាអ្នកតំណាងអ្នកណាហ៊ានទិញផលិតផលរបស់ក្រុមហ៊ុនដែលមានរឿងពេលនោះខ្ញុំនឹងបង្កើតនៅសាធារណៈហើយក្រុមហ៊ុន Fontaine របស់អ្នកស្ថិតនៅកណ្ដាលរឿងអាស្រ័យជានិច្ចមើលចុះណាស្លាប់មិនស្លាប់ អ្វីដែលគាត់និយាយសុទ្ធតែពិតយើងជួលតារាម្នាក់ទៀតទៅ Lin Fan អញពូកែណាស់ណៃ Hello ជីងប៊ីងស៊ីនិងជូជីងយ៉ាតារាស្រីល្បីពីររូបនេះត្រូវអញធ្វើឲ្យខឹងទាំងពីរនាក់អ្នកណានឹងមកទួការផ្សព្វផ្សាយរបស់អ្នក តើនៅយូនជោគ្មានតារាល្បីជាងគេទៀតទេ មាននឹងហើយនៅយូនជូមានអ្នកតារាស្រីល្បីពេញប្រទេសជីងប៊ីងស៊ីនិងជូជីងយ៉ាមិនស្មើនឹងនាងទេ យូនជោមានមនុស្សខ្លាំងបែបនេះដែរ គាត់និយាយពីចិនសួនគឺជាស្រីស្អាតដែលកូនអភិបាលខេត្តនៅតែតាមមិនទាន់ ប៉ុន្តែចិនស៊ុនមិនដែលទួការផ្សព្វផ្សាយទេអញអាចជួបចិនស៊ុនបានក្រុមហ៊ុន Fontaine លោតដល់ភពព្រះអង្គាក៏មានអ្នកទិនដែរគួរឲ្យស្ដាយអញមិនអាចជួបបានអញឃើញតែក្រុមហ៊ុន Fontaine វិញ្ញាស្នឹកក្នុងដៃអញ ចុះបើខ្ញុំអាចជួលបានមែន ខ្ញុំសុខចិត្តតំណាងក្រុមហ៊ុន Fontaine ចិនសៀន ចិនសៀនពិតជាចិនសៀន ចិនសៀនស្រឡាញ់ណាស់ គ្រូយូរហើយមិនបានជួប គ្រូ នាងតូចយូរហើយមិនបានជួបខ្លាយជាតារាហើយ
គ្រូខ្ញុំមកយូរហើយពេលបងស្រីធំផ្ញើសារឲ្យខ្ញុំកំពុងថតរឿងនៅស៊ូឌីនឃើញសារភ្លាមខ្ញុំក៏មកដល់ នេះគឺសៀងនាងនេះគឺសៀនសៀនកូនសិស្សល្អរបស់ខ្ញុំ Lin Van មិននឹកស្មានថាឥឡូវនេះតារាស្រីល្បីជាងគេសុទ្ធតែជាមនុស្សរបស់ធានស៊ីហួយអ្នកឆ្លាស់ណាស់យើងទៅ ឥឡូវនេះល្អហើយកញ្ញាចិនដំណងក្រុមហ៊ុនខ្ញុំគិតថាបញ្ហាវិជ្ជមានផលិតផលនឹងដោះស្រាយបានឆាប់ មួយស្រីលីវខ្ញុំបានតាក់ទងសមាគមពាណិជ្ជកម្មឡុងឆេងពួកគេយល់ព្រមធ្វើជាក្រុមហ៊ុនហ្វាន់ធានអ្នកចែកចាយសរុបប្រចាំតំបន់ហ៊ូណានបន្តិចទៀតនឹងមានអ្នកមកពិភាក្សារឿងសហការ ល្អណាស់ខ្ញុំនឹងទៅតាក់ទងសមាគមឡុងឆេងភ្លាម ស្មារតីលំសេងស្មារតីពីនៃកម្មវិធីគេក្នុងខេត្តខាងល្អណាស់ អត់ល្អហើយលោកលីវអត់ល្អហើយក្រុមហ៊ុនលីវស៊ូរបស់យើងមានបញ្ហាតែក្នុង អ្វី លោកស្រី Leave ឥឡូវគេនិយាយថាលោកស្រីយករស្រមណាហើយទិនទាំងកោជួយឲ្យក្រុមហ៊ុន Fontaine ធ្វើឲ្យក្រុមហ៊ុន Cruiser Leave ភាគហ៊ុនផ្លាក់ខ្លាំងតែប៉ុន្មានថ្មីធ្លាក់ជាង 1000 លាន លោកស្រីដោយសារបញ្ហាផ្ទាល់ខ្លួនរបស់លោកស្រីធ្វើឲ្យភាគហ៊ុនដែលយើងកាន់ធ្លាក់ថ្លៃយ៉ាងច្រើនតើលោកស្រីដឹងទេថាយើងខាត់ប៉ុន្មានតើគួរតែផ្ដល់ចម្លើយឲ្យយើងទេខ្ញុំថាហើយលោកស្រីលីវខ្ញុំពិតជាមិននឹកស្មានថាគ្រូសាលីវហ៊ានប្រគល់ក្រុមហ៊ុនគ្រូសាលីវឲ្យលោកស្រីលោកតាលីវប្រឹងប្រែងអស់ពីចិត្តបង្កើតក្រុមហ៊ុនគ្រូសាលីវដោយសារតែបញ្ហាផ្ទាល់ខ្លួនរបស់លោកស្រីឥឡូវនេះចិត្តដួលរលំហើយថយក្រោយ3ឆ្នាំខ្ញុំថាហើយពីដើមតំណែងប្រធានក្រុមហ៊ុនមិនគួរផ្លាស់ប្ដូរតាមអំពើចិត្តជាពិសេសតែទុកឲ្យស្ត្រីម្នាក់មកធ្វើជាប្រធាន បើខ្ញុំមិនចាំខុសទេលោកទាំងពីរគឺជាព្រឹទ្ធាចារ្យរបស់ក្រុមហ៊ុននៅពេលក្រុមហ៊ុនមានបញ្ហាមិនគិតពីរបៀបដោះស្រាយតែមកវាយប្រហារខ្ញុំវិញមិនដឹងថាលោកទាំងពីរគិតយ៉ាងណា លោកតាលីវទើបតែប្រគល់ក្រុមហ៊ុនឲ្យលោកស្រីមួយឆ្នាំលោកស្រីធ្វើឲ្យក្រុមហ៊ុនឈានទៅរកការដួលរលំខ្ញុំឃើញថាគួរតែលីឈប់ ខ្ញុំឃើញថាលោកទាំងពីរគិតគូរជាយូរមកហើយលោកទាំងពីរសុទ្ធតែជាអ្នករួមជាមួយជីតាខ្ញុំបង្កើតមូលដ្ឋានគ្រឹះក្រុមហ៊ុនឥឡូវក្រុមហ៊ុនមានបញ្ហាតែត្រូវសង្កត់ឲ្យខ្ញុំចុះចេញពីតំណែង លោកស្រីលីវនេះជាបញ្ហាផ្ទាល់ខ្លួនលោកស្រីដែលបណ្ដាលមកឬមួយឲ្យយើងសងជំនួសលោកស្រីទេ បញ្ហាផ្ទាល់ខ្លួនខ្ញុំដោះស្រាយខ្លួនឯង ដោះស្រាយខ្ញុំមើលថាលោកស្រីយកអ្វីមកដោះស្រាយលោកស្រីគួរតែចុះចេញពីតំណែង តាមអ្វីដែលអ្នកនិយាយអ្នកមានអ្នកសំរុំហើយ ខ្ញុំគិតថាលោកលីវហ្វូគឺល្អណាស់វាជាឱកាសល្អផ្លាស់ប្ដូរតំណែងប្រធានហើយក៏អាចបិទបាំងរឿងអាស្រូវបានដែរ អ្នកទាំងអស់គ្នាត្រូវបានលាវហ្វូទិញហើយឬហើយទៅរួមដៃជាមួយវិហារវិញ្ញាណរកសដែលជាអំពើអាក្រក់ សុំទោសយើងជាអ្នកជំនួញអ្នកណាឲ្យលុយច្រើនជាងយើងទៅជាមួយអ្នកនោះជំនួយការរងចេញសេចក្តីជូនដំណឹងហើយនិយាយថាដោយសារលាវស៊ីងនីងគ្រប់គ្រងមិនបានល្អធ្វើឲ្យក្រុមហ៊ុនលាវរបស់យើងខាត់បង់យ៉ាងធ្ងន់ធ្ងរប្រធានក្រុមហ៊ុនយើងនឹងប្ដូរទៅជាលោកលីហ្វូ ចេញផ្សាយ តើខ្ញុំអត់មានទេ លីនហ្វានឯងមកធ្វើអី អូយនេះហើយជាប្រុសស្អាតនោះខ្ញុំថាអស់មួយជីវិតនេះគាត់នឹងលាក់ខ្លួនមិនហ៊ានចេញមុខទៀតហើយក្រុមហ៊ុនលាវនេះមានអ្នកទាំងអស់គ្នាគឺជាសំណាងល្អរបស់ក្រុមហ៊ុនលាវហើយសៀងនីងបើគេនិយាយថាឯងចិញ្ចឹមប្រុសស្អាតអញ្ចឹងឯងចិញ្ចឹមគាត់ហើយអីប្រធានក្រុមហ៊ុនស្រឡាញ់គ្នាតើវាតាក់ទងអីនឹងគេជំនួយការរងទៅចេញសេចក្តីថ្លែងការណ៍ទៅខ្ញុំមិនចង់ឃើញមានពាក្យសម្ដីមិនល្អណាមួយទៀតទេរីឯអ្នកចេញទៅឲ្យលឿនប្រាប់លោកលីវហ្វូរបស់អ្នកអ្វីដែលមិនគួរប៉ះកុំប៉ះឲ្យសោះលីវស៊ីងនីងខ្ញុំចាំមើលឯងធ្វើយ៉ាងណាបញ្ចប់ទៅសៀងនីងនេះគ្រាន់តែជាល្បិចតូចតាចរបស់វិហារវិញ្ញាណរកសោប៉ុណ្ណោះពេលមានខ្មាំងមានមេតបពេលមានទឹកមានដីធានស៊ីហួយយើងមិនខ្លាចគេទេមិនថាយ៉ាងណាទេឯងត្រូវចាំថាខ្ញុំតែងតែនៅក្បែរឯង រឿងនេះមិនសាមញ្ញតតែសោះ លោកស្រីលាវមានរឿងហើយក្រុមហ៊ុនស្រាប់តែបងលុយគនីទាំងអមទាំងគនីក្រុមហ៊ុនមែនលុយហើយឥឡូវសុំបីតែប្រាក់ខែបុគ្គលិកក៏មិនអាចចេញបានដែរ អ្នកណាជាអ្នកចុះហត្ថលេខាហេតុអ្វីខ្ញុំមិនដឹងអ្វីតតែសោះ គឺលាវហ្វូគាត់ប្រើឈ្មោះជាអ្នកកាន់អំណាចគ្រួសារលាវនិងចាប់ភាគហ៊ុនធំទី2ចុះហត្ថលេខា ហ៊ានណាស់ ហើយឥឡូវនេះអ្នកគ្រប់គ្រងជាច្រើនអ្នកនឹងបុគ្គលិកក៏ស្រាប់តែសុំលាឈប់ដែរ
ឈ្នេគានេណែក៏ដេងហើយយើងសុំប្រាក់កំកេឥឡូវគេមិនព្រមហើយយើងជិះសុំបីតែមួយកា តបអស្គលគាត់ពិតជាខូខើមែនលោកស្រីលាវ អញ្ចឹងឥឡូវយើងធ្វើម៉េច លោកស្រីលេវសមាជិកក្រុមប្រឹក្សាកបាលដែលទីបានប្រជុំក្រុមប្រឹក្សាសូមលោកស្រីទៅចូលរួម មកលឿនណាស់មែន លោកស្រីលាវឥឡូវក្រុមហ៊ុនគ្មានសំបីតែមួយកាក់បើលោកស្រីរកលុយមិនបានក្រុមហ៊ុននឹងត្រូវបិទខ្លួន រឿងលុយនេះមិនមែនលាវហ្វូជាអ្នកធ្វើទេទៅរកគាត់យកទៅ ដោយគ្មានការយល់ព្រមពីលោកស្រីតើគាត់មានសិទ្ធិចុះហត្ថលេខានេះជាប្រាក់សង្គ្រោះជីវិតយើងណា អ្នកទាំងពីរបានសំគំនិតជាមួយលាវហ្វូច្រើនហើយក ុំនិយាយបង្កាច់បង្ខូចឥឡូវមើលថាលោកស្រីអាចដោះស្រាយបញ្ហាបានទេបើមិនបានទេលោកស្រីចេញទៅភ្លាមតាំងពីលោកស្រីឡើងជាប្រធានក្រុមប្រឹក្សាលុយក្រុមហ៊ុនយើងកាន់តែតិចទៅ ខ្ញុំថាលោកអ្នកក៏មិនបានចំណេញតិចដែរមិននិយាយពីលុយដែលលួចយកពីក្រុមហ៊ុនសំបីតែលុយដែលលាវហ្វូឲ្យលោកអ្នកក៏គ្រប់គ្រាន់ឲ្យលោកអ្នកសប្បាយមួយជីវិតដែរ លាវហ្វូជាមនុស្សក្នុងគ្រួសារលាវរបស់អ្នកមានចំនួនផ្ទៃក្នុងហេតុអ្វីទាញយើងចូលដែរ បើដឹងថាមានចំនួនផ្ទៃក្នុងហើយអ្វីនៅតែសំគំនិតជាមួយលាវហ្វូ អ្នក ក្មួយស្រីយូរហើយមិនបានជួបថែមទាំងមិនហើពូតពងើ លាវហ្វូឯងនៅហ៊ានមកទៀត យ៉ាងណាក៏ដោយខ្ញុំក៏ជាពូតរបស់ហេងដែរខ្ញុំជាមនុស្សក្នុងគ្រួសារលីវក្រៃពីលោកតាជាអ្នកមានឋានៈខ្ពស់បំផុតឯងថាខ្ញុំហ៊ានមកទេ ឯងនៅចាំថាឯងជាពូធំរបស់ឯងដើម្បីប្រយោជន៍ផ្ទាល់ខ្លួនបានទាញគ្រួសារយើងទាំងមូលចូលជ្រោះជ្រៅ នេះហៅថាបំផ្លាញមនុษយសានសង្ក្រោយអ្នកណាអាចនាំសិរីក្នុងរឿងដល់គ្រួសារអ្នកនោះជាអ្នកគ្រប់គ្រងគ្រួសារឯងគ្រាន់តែជាក្មេងស្រីតូចណាស់កុំគិតថាពីក្រោយខ្លួនឯងមានអ្វីមួយធានស៊ីហួយហើយលៀនប្រកួតជាមួយខ្ញុំពីក្រោយក្នុងខ្ញុំគឺរក្សាសហងឌៀនលីវស៊ីងនីងនៅតែមានកម្លាំងពលប៉ុន្តែជំនួយការអ្នកយកបុគ្គលិកសុទ្ធតែជាមនុស្សរបស់ខ្ញុំឯងដឹកអ្វីមកតូចជាមួយខ្ញុំធ្វើតាមផែនការវាកំទេចលីវស៊ីងនីងម្ដង លាវហ្វូឯងឈួតហើយ ខ្ញុំស្គួតណាត់ជំនួយសម្ងាត់របស់ហេងច្បាស់ជាលីនហ្វនមែន ឯងដឹងដោយរបៀបណា ឯងក្រៅពីពងគាត់មានសមត្ថភាពអ្វីទៀតគ្រាន់តែលីនហ្វនក៏ហ៊ានប្រកួតជាមួយរក្សាសហងទៀនរបស់ខ្ញុំ ចុះបើបន្ថែមខ្ញុំទៀត ចេនហេងតើឯងក៏ជាមនុស្សរបស់ធានស៊ីហួយដែរ ពួកឯងរោសាហ៊ុនឌៀនមើលទៅមិនដូចជាសាមគ្គីគ្នាដូចដែលគិតទេតើលីនឈីវមិនបានប្រាប់ឯងពីដំណឹងខ្ញុំទេថាលីនឈីវណែណាចាញ់គេហើយរត់បាត់ លីនហ្វនលីនស៊ីវជាគូដណ្ដឹងរបស់ស៊ីងមីងនេះជារៀងគ្រូសាលីវមិនតាក់ទងនឹងឯងទេ មិនក៏មិនតាក់ទងនឹងខ្ញុំដែរខ្ញុំជាមិត្តប្រុសរបស់សៀងនីង ឯងពួកឯងនេះ បញ្ហាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនលីវគ្រូសាចេនខ្ញុំនឹងចេញមុខដោះស្រាយផែនការឯងមើលទៅដូចជាខូចហើយនេះឯងគឺពួកឯងអំពើស្មោកគ្រោកដែលឯងបានធ្វើប៉ុន្មានឆ្នាំនេះចង់ទៅអង្គុយគិតក្នុងគុកទេ ឯងចង់ធ្វើអី អូបាទខ្ញុំភ្លេចថានៅសល់ឯងទៀតយកនេះជារបស់ឯងមើលចុះខ្ញុំឲ្យតម្លៃឯងខ្លាំងប៉ុណ្ណាឯកសាររបស់ឯងខ្ញុំយកមកជាមួយខ្លួនឯងផ្ទាល់ឯងថាឯងខ្លាំងជាងលីនឈីវតែបន្តិចទេឯងគិតថាខ្លួនឯងគ្មានគូប្រជែងក្នុងលោកទេ លីនហ្វនឯងគិតថារសាហ៊ុនឌៀនមានតែលីវហ្វូទេរឿងអននៅខាងមុខទៀត អ្នកណាថាខ្ញុំជាមិត្តស្រីរបស់អ្នក ខ្ញុំគ្រាន់តែរកលេសធ្វើឲ្យគាត់ខ្ពើមទេកុំយកវាមកដាក់ចិត្ត អ្នកទៅចុះ គ្រាន់តែអោបអ្នកម្ដងទេអ្នកពិតជាខឹងមែន អ្នក អញ្ចឹងខ្ញុំទៅហើយសួនអ្នកដើរយឺតបន្តិចជើងខ្ញុំខ្លី ทุกណាត់នេះពីក្រោយ អេខ្ញុំនាមត្រកូលឈៀនឪពុកខ្ញុំជាអភិបាលខេត្តយួនអ្នកទាំងពីរគិតច្បាស់តើចង់វាគ្នាទៀតទេ លោកឈៀនតើអ្នកចង់ធ្វើអី សួនកុំខ្លាចខ្ញុំពិតជាស្រឡាញ់អ្នកគ្រាន់តែចង់ឃើញអ្នករាល់ថ្ងៃហើយអ្នកជាតារាល្បីអ្នកគ្មានអ្នកការពារសោះពិតជាគ្រោះថ្នាក់ណាស់ឬមួយខ្ញុំធ្វើជាមិត្តប្រុសអ្នកខ្ញុំធ្វើជាអ្នកការពារអ្នកពេលទំនេរអាចបំពេញមុខងារផ្សេងទៀតផង ណាត់ស្គួតហើយ សួនខ្ញុំស្រឡាញ់អ្នកអស់ពីចិត្តអ្នកមិនឃើញទេឬមួយល្ងាចនេះខ្ញុំមកទទួលអ្នកនាងមានមិត្តប្រុសហើយកុំមករំខាននាងទៀតសួនអញ្ចឹងល្ងាចនេះខ្ញុំទៅទទួលអ្នកនិងមិត្តប្រុសអ្នកចេញពីកន្លែងធ្វើការជាមួយគ្នា
បរោះទើបតែនោះជានរណាជាអ្នកដេញតាមអូន ខ្ញុំសង្ឃឹមថាគ្រាន់តែជាអ្នកដេញតាមធម្មតាជាកូនអភិបាលខេត្តយូនបច្ចុប្បន្នឈានរេនមករំខានខ្ញុំរាល់ថ្ងៃខ្ញុំបានបរិសេធគាត់ជាច្រើនដងហើយគាត់មករឹងណាប់ បើពេលក្រោយជួបគាត់ទៀតអូននិយាយថាអូនមានមិត្តប្រុសហើយ គ្រូទៅតាមដែរគាត់ថែមទាំងនិយាយថាទៅជួខ្ញុំនឹងមិត្តប្រុសខ្ញុំចេញពីធ្វើការជាមួយគ្នាពាក្យបែបនេះក៏និយាយចេញមកដែរ មុខរឹងឈ្នះគ្រប់គ្នាគាត់ក៏ជាមនុស្សពិបាកដោះស្រាយ ឈប់និយាយពីគាត់និយាយគូឲ្យព្រមគ្រូខ្ញុំមករកលោកគ្រូគឺមកចូលរួមពិធី10អជ័យជំនះរបស់ខ្ញុំ ពិធីអបអរ អញ្ចឹងរឿងថ្មីខ្ញុំលោកដាច់ក្រុមហ៊ុនរៀបចំពិធី10អគឺយប់នេះនៅសន្តាគារឡុងថេងគ្រូត្រូវតែមកណាគ្រូចាំស្លៀកពាក់ឲ្យផ្លូវការលោកវាងអរគុណចំពោះការគាំទ្រស្វាគមន៍គ្រប់គ្នាមកចូលរួមពិធី10របស់ខ្ញុំ ល្អបាទស្វានពូកែណាស់អបអរសាទរស្វានម្សិលមិញហេតុអីមិនចាំខ្ញុំទៅទទួលអូន លោកធានការវិភាគរបស់ខ្ញុំមិនចាំបាច់រាយការណ៍ជូនលោកទេ ស្វានអូនមើលចុះខ្ញុំតាមអូនយូរហើយសូមឲ្យមុខបន្តិចផង លោកធានខ្ញុំមានមិត្តប្រុសហើយសូមលោករក្សាកម្លាចរវាងលោកនិងខ្ញុំ មិត្តប្រុសរបស់អូនថ្ងៃនេះមានពិធីធំបែបនេះគាត់មិនមកនៅជាមួយអូនទេមិត្តប្រុសរបស់អូនមិនមែនគាត់មិនខ្វល់ពីអូនទេហេតុអីគាត់បែបនេះអ្នកស្រីឈិនលោកជៀនកូនតាមអូនគឺឲ្យមុខឲ្យតម្លៃអូនឲ្យមុខហើយកុំមិនយកមុខនិយាយអីគេស្វានសុំទោសក្មេងមិនចេះគួរសមសូមកុំយកទៅដាក់ចិត្តអូនសុខចិត្តស្រឡាញ់របស់ខ្ញុំចំពោះអូនពិតជានឹងមិនផ្លាស់ប្ដូរដោយសារតែអូនមានមិត្តប្រុសឬអត់នោះទេឡើយ លោកធានពិធីនេះមិនស្វាគមន៍លោកទេសូមលោកចេញទៅ អ្នកថាមិនស្វាគមន៍ក៏មិនស្វាគមន៍ដែរឬសន្តាគារនេះជារបស់គ្រួសារខ្ញុំថាយើងមិនស្វាគមន៍អ្នកវិញទេស្វានខ្ញុំពិតជាស្រឡាញ់អូនណាស់ឲ្យឱកាសខ្ញុំម្ដងតែម្ដងគត់រៀបការជាមួយខ្ញុំរៀបការជាមួយគាត់ លោកធានលោកធ្វើហ៊ុនហេតុពេកហើយខ្ញុំបានប្រាប់លោកយ៉ាងច្បាស់ហើយខ្ញុំមិនចូលចិត្តលោកទេសូមលោកកុំរំខានខ្ញុំទៀត អូនគិតឲ្យច្បាស់ខ្ញុំនឹងមិនបោះបង់ទេអ្នកស្រីចេងធនធានកំសាន្តដែលអ្នកមានឥឡូវរួមទាំង script រឿងនេះគឺជាជាញ៉ៅរៀបចំផ្ទាល់ខ្លួនឲ្យអ្នកគ្រាន់តែញកក្បាលព្រមអ្នកអាចមានរាប់មិនអស់ទ្រព្យសម្បត្តិនិងធនធានអ្វីទៅតារាល្បីគ្រាន់តែជាពាក្យរបស់ជាញ៉ៅមួយម៉ាត់ប៉ុណ្ណោះ លោកធានណាក់មិនគិតថាខ្ញុំគ្រាន់តែជាតារាតូចម្នាក់ទេ សួនផ្ទៃខាងក្រោយធំប៉ុណ្ណានៅមុខគ្រួសារជៀនគឺគ្មានអ្វីសោះដរាបណាគ្រួសារជៀនមិនដួលមេឃយូនជើនៅតែជារបស់ជៀនឯងនិយាយធំណាស់ណាស់ឯងជាមិត្តប្រុសសួនមែនម្ចាស់ក្រុមហ៊ុនតូចនោះខ្ញុំសូមប្រកាសគ្រាន់តែខ្ញុំរើមាត់ក្រុមហ៊ុនឯងនឹងដួលរលំនៅថ្ងៃស្អែកខ្ញុំនឹកស្មានថាឯងមានអំណាចធំស្រាប់តែជាម្ចាស់ក្រុមហ៊ុនតូចចៅវាយតូចសួនគុំលេតរវាងគាត់និងខ្ញុំគឺដូចផែនដីនិងមេឃអ្នកពិតជាចង់ការពារមនុស្សតូចតាចនេះទេអ្នកស្រីចេងលោកជៀនសូមរៀបការជាសាធារណៈនេះជាក្តីស្រមៃរបស់ស្រីជាច្រើនអ្នករាល់គ្នាគ្រាន់តែជាកូនអ្នកមានគិតថាខ្លួនឯងធ្វើអ្វីក៏បានអ្នកទាំងនេះណាម្នាក់អាចជន់ឯងឲ្យស្លាប់ ពិតជាក្រុមមនុស្សមិនចេះខ្លាចមេឃទេ សួនហេតុអីឯងនិយាយបែបនេះកុំអីថាខ្ញុំស្រឡាញ់ឯងហើយធ្វើអ្វីតាមចិត្តឯងធ្វើបែបនេះមិនបានទេនៅយូនជើហ៊ានប្រឆាំងនឹងលោកជៀនយើងឯងធន់នឹងជីវិតហើយសន្តាគារនេះជារបស់គ្រួសារខ្ញុំសន្តិសុខដេញពួកគេចេញទាំងអស់គ្នា សន្តាគារនេះខ្លាយជារបស់ហេងតាំងពីណាគ្រូសារកៅមិនតន់ដល់វេនឯងនិយាយកំណត់ទេ អាសត្វនេះពូវីខ្ញុំធ្វើអី ដឹងទេថាគាត់ជានរណាគាត់ជាមេវ័យក្មេងនៃធានស៊ី មេវ័យក្មេងធានស៊ី បែមកធ្វើដែរ ពិធីអបអរសាទរកូនស្រីខ្ញុំមិនមកយ៉ាងម៉េចកាច់ពូសួស្ដីពូខ្ញុំឈ្មោះជៀនរ៉េនឪពុកខ្ញុំជាអភិបាលខេត្តជៀនឯងហើយដែលធ្វើបាបកូនស្រីខ្ញុំព
ពូមិនមែនទេកុំយល់ច្រឡំគឺវាតែងតែយាយីសៀនខ្ញុំជួយសៀនដេញវាចេញមនុស្សនេះគ្មានសិលធម៌ទេចេះតែជាគេគ្រប់ពេលទើបតែវាគេទៀតខ្ញុំគ្រាន់តែចាស់មិនទាន់ងងទេខ្ញុំពិតជាមិនធ្លាប់ឃើញមនុស្សឥតអៀនខ្មាស់ដូចឯងទេពូមើលវាទើបតែធ្វើបែបនេះបេចង់ទេដោះស្រាយវាទុកចោលគ្រាន់តែមនុស្សល្ងងចេះតែនិយាយឥតប្រយោជន៍ឲ្យវាទៅចុះអញ្ចឹងឯងស្គាល់គ្នាមែនលេងខ្ញុំហើយ អញហើយដែលរករឿង អញ្ចឹងហើយលេងបែបនេះមែនពេញខែកយូនជើបគ្មាននរណាហ៊ានប្រឆាំងនឹងមុខខ្ញុំជារេឡើយចាំខ្ញុំលេងជាមួយឯងអញ្ចឹង Crew យើងទៅដើរផ្សារលេងទេ អូខេពេលមុនដើរផ្សារជាមួយអ្នកអស់កម្លាំងដូចជាស្លាប់ពាក់កណ្ដាលខ្ញុំនៅមានកិច្ចការទៀតអ្នកទៅមុនចុះ គាត់មិនទៅទេយើងទៅខ្លួនឯងចុះតោះទៅ ឡាហើយ ដើរផ្សារអស់មួយថ្ងៃហើយខ្ញុំអញ្ជើញអ្នកទាំងអស់គ្នាទៅញ៉ាំបាយ អូខេ លោកស្រី leave ខ្ញុំស្គាល់ភោជនីយដ្ឋានឯកជនមួយល្អណាស់ខ្ញុំនឹងរៀបចំ ល្អឡើងឡាន ថាទៅញ៉ាំបាយទេហេតុអ្វីបានជាមកកន្លែងស្ងាត់បែបនេះ សួនចៃដន្យណាស់ ពូខ្ញុំតែងតែចាត់ទុកអ្នកដូចបងស្រីពិតអ្នកហ៊ានក្បត់ខ្ញុំ ជំនួយការវោមកហើយអញ្ជើញមកអញ្ជើញអង្គុយខាងក្នុងជំនួយការវោអ៊ីឈ្មោះល្បីយូរហើយ អ្នកជីណូណាតែអ្នកចង់ធ្វើអ្វី ខ្ញុំជានរណាមិនសំខាន់ទេសំខាន់គឺអ្នកយកលីវសៀងនាងទៅកន្លែងដែលខ្ញុំនិយាយ មិនអាចទេ ជំនួយការវោអ្នកមិនព្រមស្ដាប់ពាក្យល្អចង់ឲ្យគេដាក់ទោសឬ ទោះជាសម្រាប់ខ្ញុំក៏ដោយខ្ញុំក៏មិនអាចក្បត់អ្នកស្រី leave ធ្វើអីឆ្លើយណាស់លេងជំនួយការវោអ្នកមិនព្រមបើខ្ញុំចាំមិនខុសបងអូនប្រុសអ្នករៀននៅបរទេសមែនទេ អ្នកចង់ធ្វើទេ ជំនួយការវោអ្នកមិនចង់ឲ្យបងអូនប្រុសអ្នកមានរឿងទេ តែអ្នកធ្វើអ្វីដល់ប្អូនប្រុសខ្ញុំ បងអូនប្រុសអ្នកបានញ៉ាំល្អផឹកល្អគ្រាន់តែអ្នកធ្វើតាមអ្វីដែលខ្ញុំនិយាយ អញ្ចឹងខ្ញុំព្រមតែក្រោយពីធ្វើរួចអ្នកត្រូវតែដោះលែងប្អូនប្រុសខ្ញុំ ជំនួយការវោខ្ញុំជាមនុស្សដែលរក្សាពាក្យសន្យាអញ្ជើញអ្នកទាំងអស់គ្នាអញ្ជើញធ្វើខ្លួនឲ្យស្ងប់ ហើយខ្ញុំទៅ ធ្វើដៃទៅរកលីនហ្វាន់មកចំណែកធ្វើបែបណាមើលឯងហើយ លីនហ្វនអត់ល្អហើយលោកទំទាវលីវពួកគេមានរឿង អ្វីមានរឿងអីពួកគេនៅណា ពួកគេ និយាយមកពួកគេនៅណា ពួកគេចង់ឲ្យណាប់ញាប់អើលោកលីន ភ័យស្លាប់ លោកលីនផឹកទឹកបន្តិចចាំបន្តិចកុំប្រាប់ពួកគេថាខ្ញុំនិយាយ ធ្វើអីទៀតហើយ លោកលីនពិតទៅខ្ញុំចូលចិត្តណាយូរហើយ អ្នកធ្វើអីនឹង លោកលីនមិនចេះចាប់អារម្មណ៍ពិតទៅពួកគេចេញមកមិនรู้ទេ នៃអី លីនហ្វាន ឯងដាក់ថ្នាំប៉ុន្មានបិចនៅមិនទាន់ដឹងខ្លួន ខ្ញុំហេតុដូចជាចាក់អមួយកញ្ចប់ហើយ ខ្ញុំចង់ឲ្យវាស្លាប់តែខ្ញុំមិនចង់ឲ្យវាស្លាប់ភ្លាមទេឯងចាក់ថ្នាំមួយកញ្ចប់ទាំងមូលឲ្យវាស្លាប់ហើយខ្ញុំលេងអីទៀត ស៊ីនសាយេដោយសារការងារទាំងដល់ធ្វើរួចហើយចុះប្អូនប្រុសខ្ញុំវិញ ប្អូនប្រុសឯងចាំខ្ញុំដោះស្រាយពួកវារួចរាល់សិនខ្ញុំប្រកាសជារក្សាពាក្យសន្យា តែ ឯងមានយោបល់អ្វីឬឯ
ឯងចង់ឲ្យប្អូនប្រុសឯងទៅជាមួយពួកវាទេ Lean Fan Crew លីនហ្វាន Crew Group nhạc hỏi អ្នកមិនអីទេអ្នកមិនអីទេ ខ្ញុំមិនអីទេ ថៅកែអត់ស្លាប់ទេឯងរឹងមាំណាស់ណាឆ្នាំមួយកញ្ចប់ទាំងមូលក៏ពោលមិនស្លាប់ឯងចង់ធ្វើអីខ្ញុំគ្រាន់តែចង់ឲ្យឯងស្លាប់មួយផ្លេតមកដណ្ដើមស្រីខ្ញុំស៊ូនត្រូវតែជារបស់ខ្ញុំ Mình ạc đây Nhóm slap có một prom pring chỉ mùi đài មើលមុខឯងខឹងអីម៉េចចាំមើលឯងនិយាយរឹងរហូតដល់ណា ជំនួយការងូប៉ុន្មានឆ្នាំមកនេះខ្ញុំមិនដែលធ្វើអាក្រក់ដាក់ឯងទេខ្ញុំចាត់ទុកឯងដូចគ្រួសារឯងហ៊ានក្បត់ខ្ញុំផង លោកស្រីសំទោប្អូនប្រុសខ្ញុំនៅក្នុងដៃគេប្អូនប្រុសខ្ញុំមិនអាចស្លាប់ទេខ្ញុំមានតែគាត់ទេដែលជាសាច់ញាតិខ្ញុំមានតែវិធីនេះទេដើម្បីជួយសង្គ្រោះប្អូនប្រុសខ្ញុំ ឈប់ទៅនិយាយច្រើនធ្វើអីមនុស្សស្លាប់ឆាប់ឬស្លាប់យឺតក៏ត្រូវតែស្លាប់តែឯងលេងខ្ញុំមិនឲ្យឯងស្លាប់លឿនពេកទេខ្ញុំនឹងកាត់សាច់ឯងមួយស្នាមឲ្យឯងឈឺចាប់យឺតមើលមនុស្សដែលឯងស្រឡាញ់ស្លាប់ដោយអាម៉ាស់នៅមុខឯងខ្ញុំបានរៀបចំគ្រូពេទ្យឲ្យឯងរួចហើយលើកលែងតែខ្ញុំចង់បើមិនអញ្ចឹងឯងមិនអាចស្លាប់បានទេខ្ញុំនឹងហែកសាច់អ្នកជាដុំ ខ្ញុំភ្លេចអស់នាងស្រីស្អាតទាំងអស់គ្នាលើកលែងតែឆេងស្វានអ្នកឯទៀតលេងតាមចិត្តអរគុណចៅហ្វាយ ចាំបន្តិចលោកស៊ីនរឿងបានដោះស្រាយរួចរាល់ហើយប្អូនប្រុសខ្ញុំនៅឯណាបើអ្នកមិននិយាយខ្ញុំនឹងនាំពូហ្គេមតែអ្នកនឹងដោះលែងប្អូនប្រុសខ្ញុំទេ ប្អូនប្រុសអ្នកគួរតែកំពុងប្រជែងជាមួយត្រីឆ្លាមនៅក្នុងសមុទ្រហត់ស្លាប់ មិនអាចទេអ្នកបានសន្សេរនឹងខ្ញុំហើយខ្ញុំបានធ្វើការងារដែលអ្នកខ្ញុំធ្វើរួចរាល់ហើយសូមឲ្យប្អូនប្រុសខ្ញុំមកវិញ ពិតណាស់មានតែមនុស្សស្លាប់ទេដែលមិនចេះនិយាយចាំខ្ញុំយកអ្នកទាំងអស់គ្នាសម្រាប់ចោលទាំងអស់ក្រុមហ៊ុនហ្វាន់ធៀនគ្រូសាលីវគ្រូសាថាងសុទ្ធតែជារបស់គ្រូសាខ្ញុំកញ្ញាវូខ្ញុំចង់បានអ្នកយូរហើយបើគ្មានចៅហ្វាយខ្ញុំរារាំងទេខ្ញុំបានស៊ីអ្នកអស់រលីងហើយមកបើខ្លួនឯងទៅបាបកម្មធ្ងន់ណាស់ពួកគេស្លាប់ដោយសារអ្នកឈៀនរេងមកនេះលេងនាងឈៀនរេងបើអ្នកគ្រាន់តែលេងគាត់ថ្ងៃនេះខ្ញុំទុកជីវិតអ្នកឈ្មោះលីនអ្នកគ្រាន់តែពូកែប្រយុទ្ធប៉ុណ្ណោះនាងនៅក្នុងដៃខ្ញុំទេលុតជង្គង់អង្វរខ្ញុំនឹងទុកឲ្យអ្នកស្លាប់ទាំងខ្លួនលុតជង្គង់អង្វរខ្ញុំមិនអញ្ចឹងខ្ញុំចាក់នាងស្លាប់អញ្ចឹងខ្ញុំលុតអ្នកកុំមកអ្នកឯងជាសម្លាញ់អ្នកឯងជាអ្នកគួរឲ្យស្រឡាញ់អ្នកគិតថាធ្វើបែបនេះពួកគេនឹងអត់ទោសអ្នកទេអ្នកគ្មានផ្លូវទៅណាទៀតទេឈៀនរេងលេងនាងអ្នកពិតជាអ្នកមានចិត្តមេត្តាណាស់បើគ្មាននាងអ្នកទាំងប៉ុន្មានអាចនៅទីនេះបានទេបើអ្នកមិនយកប្អូនប្រុសគាត់មកបង្ខំនាងទេនាងនឹងមិនធ្វើបែបនេះទេអញ្ចឹងខ្ញុំឲ្យឱកាសអ្នកឥឡូវនេះស្លាប់នៅមុខខ្ញុំមួយផ្លេតខ្ញុំអាចមានចិត្តមេត្តាពិចារណាមើល លោកលីនមិនបាច់ធ្វើបែបនេះទេមនុស្សដូចខ្ញុំមិនសំនឹងឃើញណាអាណិតទេលោកលីសំទោ គុំជំនួយការវូ លោកម្ចាស់លោកមិនអីទេ ខ្ញុំមិនអីទេលោកកៅពីនេះទៅនៅយូនចៅខ្ញុំមិនចង់ជួបគាត់ទៀតទេចំណែកខាងឪពុកគាត់ខ្ញុំនឹងដោះស្រាយ ចេះលោកកុំបារម្ភខ្ញុំឃើញនារីទាំងអស់ភ័យខ្លាចលោកនាំពួកគេចេញសិនទុកខ្ញុំដោះស្រាយ ចូលបញ្ចុះសឹកគាត់ឲ្យបានល្អអាលីន ប្រយ័ត្ន សួននាងសួនអាលីនឯងត្រឡប់មកវិញខ្ញុំនឹងសម្លាប់ឯងលេងខ្ញុំ
บ่ได้เองจะหมกខ្ញុំនឹងធ្វើអត់ហែងទូវាវិញទាំងដោះ ចាក់ខ្ញុំស្លាប់ សប្បាយឲ្យបោចិត្ត បើកទ្វារសួនបើកទ្វារហាមចូលបន្ទប់វះកាត់សួនតូច គ្រូយូរហើយមិនជួប នាងតូចច្រើនឆ្នាំមិនបានជួបខ្លាយជាតារាល្បីហើយ គ្រូ Nang Sloon. ខុសខ្ញុំបើមិនមែនដោយសារជំនួយការវូ យ៉ាងម៉េចហើយ អ្នកជំងឺរងរបួសសរសៃប្រសាទអាចនឹងក្លាយជាអ្នកជំងឺសន្លប់លើកលែងតែ លើកលែងតែអ្វីនិយាយមក លើកលែងតែគ្រូពេទ្យននគង់ចិនមកទ្រឹបឯកព្យាបាលរបួសអ្នកជំងឺប៉ុន្តែគាត់បានបាត់ខ្លួនជាច្រើនឆ្នាំហើយ គ្រូខ្ញុំទៅរកស៊ីភើពេទ្យរបស់ជីតាគ្រូប្រហែលជាអាចរកវិធីជួយប្អូនស្រី ជឿលើស៊ូយ៉ាវនាងប្រកាសជាមានវិធី Crew. Ku dai drop to some rack wing. Knyom no di nih murp on sray. លីនហ្វានសុំទោសម្ ចាស់គ្រូសាលីនលីនជីវថ្វាយបង្គំលោកតាលីវម្ចាស់គ្រូសាលីនមករកខ្ញុំមានរឿងអ្វីគឺដើម្បីបំពេញកិច្ចសន្យារៀបការរវាងគ្រូសាលីននិងគ្រូសាលីវតាមកិច្ចព្រមព្រៀងអាពាហ៍ពិពាហ៍ណាស្នងរៀបគ្រូសាលីនគូតែរៀបការជាមួយណាស្នងរៀបឲ្យគ្រូសាលីវដូច្នេះកូនមកសុំលោកតាលីវឲ្យនាងស្រេចលីវរៀបការជាមួយកូនចំណន់នេះនៃគ្រូសាលីមរបស់កូនមានតែកូនម្នាក់ទេខ្ញុំចាំថាកូនមានបងប្រុសម្នាក់ទៀតពិតជាមានបងប្រុសម្នាក់ប៉ុន្តែគាត់តាំងពីក្មេងបាត់ខ្លួនមិនដឹងថាស្លាប់នរកដូច្នេះពេលនេះគ្រូសាលីមក៏នៅសល់តែកូនម្នាក់គាត់ពេលដែលខ្ញុំនឹងពុកកូនរៀបចំកិច្ចសន្យារៀបការថាជាណាស្នងគ្រូសាលីមដោយសារមានតែកូនម្នាក់គាត់ដូច្នេះជ្រើសរើសថ្ងៃល្អរៀបការឲ្យហើយ ឪពុកសៀងនាងទៅលុបចោលការរៀបការនៅផ្ទះលីមកាលពីប៉ុន្មានថ្ងៃមុនគាត់ក៏មកទាមទារឲ្យរៀបការតាមកិច្ចសន្យាខ្លាចថាគាត់មិនមានចិត្តល្អទេ លោកចង់ការរៀបការដោយខ្លួនឯងមិនសមរម្យទេដាក់ខ្ញុំជាមេគ្រូសាននៅកន្លែងណាពាក្យសន្យាមិនដឹងមិនអាចផ្លាស់ប្ដូរបានទេហើយនាងមកខ្ញុំលោកតាកុំខឹងខ្ញុំគិតថានាងស៊ីងមីងគ្រាន់តែជាការលេងសើចរបស់ក្មេងមិនចង់ទូលយកការរៀបការដោយបង្ខំរឿងស្នេហានេះអាចបណ្ដុះបណ្ដាលបន្តិចចំណុងក្រោយពីរៀបការគំនិតរបស់កូនល្អណាស់តែកូនកុំបារម្ភខ្ញុំនឹងបញ្ចុះបញ្ចូលនាងឲ្យរៀបការជាមួយកូន លីនហ្វាននៅជាមួយអ្នកទេ គាត់នៅមានរឿងអី លោកតាប្រាប់ឲ្យអ្នកត្រឡប់មកទៅវិញ លោកតាកណ្ណាលីវយូរហើយមិនបានជួប លីងឈីវហេតុអីអ្នកនៅទីនេះ នឹងមកទីនេះ លីងឈីវអ្នកមកធ្វើអី ពិតណាស់មកជាប់ពាក់ព័ន្ធជាមួយណាស់ យើងបានរំសាយអាពាហ៍ហើយ រំសាយអាពាហ៍អីក្នុងផ្ទះនេះពេលនាងធ្វើជាមេទើបតែខ្ញុំនិយាយជាមួយលីនជីវកូនល្អណាស់ហេតុអីឯងទៅជាប់ជាមួយលីនវ៉ាន លោកតាគាត់ជា គាត់តែគាត់ខ្ញុំបានជ្រើសរើសថ្ងៃល្អហើយថ្ងៃស្លែករៀបអាពាហ៍ ខ្ញុំមិនរៀបការជាមួយគាត់ទេ រៀបការរកូលមិនមែនឯងចង់ធ្វើយ៉ាងណាក៏បានទេ លោកតាខ្ញុំប្រាប់ហើយថាមិនរៀបការ ហើគឹមនាំកញ្ញាទៅបន្ទប់វិញឯងស្ដាប់ឲ្យច្បាស់អាពាហ៍ពិពាហ៍របស់ហានត្រូវតែភ្ជាប់ជាមួយប្រយោជន៍គ្រួសារលីនស៊ីវធ្វើឲ្យណាសាច់ដាក់ហើយណាកុំបារម្ភខ្ញុំនឹងបញ្ចុះបញ្ចូលនាងអញ្ចឹងសូមលោកតាជួយផង ម្ចាស់កញ្ញាលីវនឹងរៀបអាពាហ៍អ្វីលោកម្ចាស់សៀងនាងនឹងភ្ជាប់ពាក្យហើយអីហេតុអីនាងស្រាប់តែភ្ជាប់ពាក្យលីងឈីវមកដល់ផ្ទះគ្រូសាលីវថាចង់បំពេញការភ្ជាប់ពាក្យពីឆ្នាំមុនលោកតាជាអ្នកកាន់ពាក្យសម្ដីពាក្យដែលនិយាយចេញទៅត្រូវតែធ្វើតាមសៀងនាងមិនព្រមត្រូវលោកតាចាក់សោទុកនាងភ្ជាប់ពាក្យពេលណាថ្ងៃស្អែក
ខ្ញុំដឹងហើយអ្នកទៅវិញទៅ ថ្ងៃនេះជាថ្ងៃដែលខ្ញុំនឹងស៊ីងនីងជាប់ពីខ្ញុំនឹងស៊ីងនីងទៅជាមួយគ្នាតាំងពីតូចស្រឡាញ់គ្នាទៅវិញទៅមកសូមអរគុណអស់លោកដែលបានមកធ្វើជាសារសិទ្ធិចំពោះសុខមង្គលរបស់យើងស៊ីងនីងមើលទៅខ្ញុំអានបែបនេះបានទេកុំធ្វើមកត្រជាក់អីនៅតែគិតថាលីនហ្វនមកជួយណាពេលនេះគាត់គួរតែនៅមន្ទីរពេទ្យកំពុងនៅជាមួយសិស្សទូចរបស់គាត់អូចាំខ្ញុំគួរតែផ្ញើសម្បត្តិអញ្ជើញទៅគាត់ដែរ លីនឈីវអ្នកឈប់សង្ឃឹមទៅខ្ញុំមិនរៀបការជាមួយអ្នកទេ នេះមិនមែនជាអ្វីដែលអ្នកអាចសម្រេចបានទេបើលោកតាលីវមានអារម្មណ៍ដកស្លុតខឹងខ្លាំងពេកបើស្លាប់មុនគេទៅធ្វើម៉េចដល់ពេលនោះអ្នកនឹងក្លាយជាមនុស្សមានទោសដ៏ធំរបស់គ្រួសារលីវ គ្រូខ្ញុំរកឃើញវិធីហើយ វិធីអី គ្រូចាក់ទុកស៊ីភវិកសាសនាវិធីចាក់មជុលហ្វូស៊ីអាចសង្គ្រោះអូនស្រីសស្បាន សាកល្បងមើល គ្រូណាប់ប្រហែលជាត្រូវជិនទៅសិន សាកល្បងលឿនមក ហើយណៃខ្ញុំមកដល់ហើយកុំព្យាយាមអូស្ពេទៅជាមួយខ្ញុំស៊ូន ចេងនេះជាអ្នកស្នងតំណែងវ័យក្មេង ស៊ូន សួនឯងមិនអីទេឯងធ្វើឲ្យប៉ាភ័យស្លាប់ហើយសួនអូនភ្ញាក់ហើយពីថ្ងៃនេះអូនធ្វើឲ្យយើងភ័យណាស់ពីនេះទៅកុំធ្វើរឿងគ្រោះថ្នាក់បែបនេះទៀត ខ្ញុំគ្រាន់តែប្រណប់ប្រណៅមួយផ្លែតខ្លាចបងរងបួរ សំណាងឲ្យអូនមិនអីបើមិនអញ្ចឹងខ្ញុំពីនេះទៅមុខអ្នករាល់គ្នាយ៉ាងម៉េច ហើយអ្នករកគ្នាចេញទៅឲ្យស៊ូនសម្រាប់សិនស៊ូនទៅតែភ្ញាក់គ្រូក៏ដូចគ្នាដែរពីថ្ងៃហើយមិនបានសម្រាប់ប្រណប់ទៅវិញ ចាស់អញ្ចឹងសួនសម្រាប់ឲ្យល្អយើងចេញទៅមុនសិនណា ស៊ូនអូនធ្វើឲ្យបងភ័យស្លាប់អស់ប៉ុន្មានថ្ងៃ សុំទុកពងស្រីកុនបានថ្ងៃនេះធ្វើឲ្យអ្នករកគ្នាព្រួយបារម្ភប៉ុន្តែបើឲ្យខ្ញុំជ្រើសរើសសំដងទៀតខ្ញុំនៅតែធ្វើការសម្រេចចិត្តដែរ សួនឯងកុំនិយាយអញ្ចឹងពីនេះទៅទោះមានរឿងធំប៉ុណ្ណាក៏ដោយឯងត្រូវតែប្រាប់ប៉ាឲ្យប៉ាដោះស្រាយ ហើយប្រណប់ចិនទៅឲ្យស៊ូនសម្រាប់ សម្រាប់ឲ្យល្អអ្នកណាជាលីនហ្វានខ្ញុំហើយនេះជាលោកលីនឈីវលិខិតអញ្ជើញដែលលោកឲ្យខ្ញុំនាំមកជូនអ្នកយប់នេះនៅសន្តាគារឡុងថេងលោកលីនឈីវនឹងជាប់ពាក្យជាមួយកញ្ញាលីមស៊ីននេះសូមអញ្ជើញលោកចូលរួម ដំបងសូមស្វាគមន៍គ្រប់អ្នកមកចូលរួមពិធីភ្ជាប់ពាក់ព័ន្ធរបស់អ្នកស្រីជាទីស្រឡាញ់របស់ខ្ញុំនៅក្នុងថ្ងៃដ៏ល្អនេះគ្រូសាលីវនិងគ្រូសាលីនបានភ្ជាប់ពាក់ព័ន្ធគ្នាឥឡូវនេះខ្ញុំសូមប្រកាសពិធីភ្ជាប់ពាក់ព័ន្ធចាប់ផ្ដើមជាផ្លូវការហេតុអ្វីមកកូនក្រមុំត្រជាក់ម្លេះ ច្បាស់ជាការរៀបការដើម្បីផលប្រយោជន៍គ្រាន់តែហេតុអ្វីបានជាគ្រូសាលីវចាប់អារម្មណ៍គ្រូសាតូចដូចគ្រូសាលីន និយាយតិចទៅទូទៅអ្នកគឺជាមនុស្សតាមដែលយើងមិនហ៊ានទោះមើលកូននេះស៊ីងនីងតើអ្នកព្រមរៀបការជាមួយខ្ញុំទេ នាងមិនព្រមទេ លីនហ្វនថ្ងៃនេះជាពិធីភ្ជាប់ពាក់ព័ន្ធខ្ញុំអ្នកប្រាក់ថាចាំបង្ករឿងនៅទីនេះ ចង់ឲ្យខ្ញុំនិយាយម្ដងទៀតមែនខ្ញុំថាហើយនាងមិនព្រម អ្នកគឺជាលីនហ្វននេះជារឿងរៀបការរបស់គ្រូសាលីវនិងគ្រូសាលីនតើវាតេតងនឹងណាទេ លោកតាគ្រូសាលីវដ៏ធំត្រូវតែលះបង់សុភមង្គលចៅស្រីខ្លួនដើម្បីរៀបការជាមួយមនុស្សអាក្រក់ នេះជារឿងគ្រូសាលីវជាមួយមនុស្សក្រៃគ្មានអ្វីពាក់ព័ន្ធកុំជ្រៀតជ្រែកសាន់លែរៀបការរបស់ខ្ញុំនឹងស៊ីងនីងមុនពេលយើងកើតបានកំណត់រួចហើយ សៀងនីងអ្នកព្រមរៀបការជាមួយគាត់ទេបើអ្នកមិនព្រម
ខ្ញុំនាំអ្នកទៅ ខ្ញុំរងចាំអ្នកយូរហើយ ខ្ញុំមិនទាន់ស្លាប់នេះជាសន្យារៀបការគ្រួសារលីវនិងលីន លោកតាលោកនៅចាំពីខ្លឹមសារសន្យារៀបការគ្រួសារលីង ខ្ញុំចាំច្បាស់គ្រួសារលីវយើងកូនស្រីច្បងចំនួនទី3រៀបការជាមួយកូនប្រុសច្បងគ្រួសារលីនបើខ្ញុំថា យើងខ្ញុំជាអ្នកស្នងមរតកគ្រួសារលីង អ្នកគឺជាអ្នកស្នំមរតកអ្នកប្រកលេសគូរសមរមកដែរអ្នកណាមិនដឹងនេះជាកូនច្បងគ្រួសារលីនបាត់ខ្លួនជាង20ឆ្នាំហើយអ្នកពិតជាមិនរើសមុខដើម្បីគោលដៅបងប្រុសខ្ញុំបាត់ខ្លួនជាច្រើនឆ្នាំមិនដឹងស្លាប់នរកឥឡូវអ្នកគ្រាន់តែបើកមាត់នេះយើងណាជាបងប្រុសខ្ញុំ គ្រូមានរឿងមួយខ្ញុំចង់និយាយប្រាប់អ្នកយូរហើយ នាងសួនរឿងអ្វីក៏និយាយក្រោយខ្ញុំមើលសៀងនាងធ្លាក់ចូលមាត់ខ្លាមិនបានទេ រឿងនេះតាក់ទងនឹងលោកសៀងនីងលោកតាគ្រូធ្លាប់ការពីមួយឆ្នាំកន្លះមុនបានប្រកល់សម្បត្តិ6ឲ្យខ្ញុំនៅលើនោះគាត់ត្រាពីដើមកំណើតរបស់អ្នក ដើមកំណើតខ្ញុំ ពេលគាត់រកឃើញអ្នកមានថ្មពលមួយដុំពាក់លើខ្លួននៅលើនោះមានរូបភាពមួយលោកតាគ្រូបានស៊ើបអង្កេតរូបភាពនេះយូរណាស់ទីបំផុតក៏ដឹងពីដើមកំណើតរបស់អ្នក និយាយមក តាមពិតកូនច្បងគ្រូសាលីនដែលបាត់ខ្លួនយូរឆ្នាំគឺអ្នកដូច្នេះអ្នកដែលជាប់ពាក្យជាមួយបងសៀងនីងគួរតែជាអ្នក ពាក្យសម្ដីគ្មានផ្ស្តាងថែមទាំងនិយាយបំភ្លឺអ្នកមិនត្រឹមតែចង់បានទ្រព្យសម្បត្តិគ្រួសារលីនរបស់ខ្ញុំទេថែមទាំងចង់សក់យកការភ្ជាប់ពាក់ព័ន្ធរបស់ខ្ញុំទៀតអ្នកមានហិតស្តាតណាស់នីងខ្ញុំបានប្រាប់ឯងប៉ុន្មានដងហើយត្រូវឲ្យឆ្ងាយពីមនុស្សប្រភេទនេះគាត់ជាអ្នកបោកលុយនិងបោកស្រីជាអ្នកបោកទំថែមទាំងចង់យករបស់យើងទ្រព្យសម្បត្តិគ្រួសារលីវ ឯងគិតថាខ្ញុំចង់ទទួលឯងជាប្អូនដែលជាមនុស្សអាក្រក់បែបនេះទេលោកតាចាស់ហើយកុំឲ្យភ្នែកធ្លាក់ប្រយ័ត្នកុំឲ្យមនុស្សអាក្រក់បែបនេះបោកលោកតា អ្នកក្មេងមនុស្សដូចយ៉ាងខ្ញុំឃើញច្រើនហើយខ្ញុំអាចប្រាប់ឯងចៅស្រីរបស់ខ្ញុំមិនមែនជាមនុស្សតូចតាចដូចយ៉ាងតែអាចឡើងដល់បានទេ លោកតាក៏ជាអ្នកមានអំណាចមួយចំនួនលោកតាពិតជាមិនចេះបែងចែកខុសត្រូវទេ លីនហ្វេនឯងមានសិទ្ធិអ្វីធ្វើជាបងខ្ញុំឃើញឯងមកបង្ករឿងសិនសិទ្ធិដេញអ្នកនេះចេញទៅចាំបន្តិចដោយសារអ្នកជាគុណច្បងនិងជាអ្នកទួលមរតករបស់គ្រូសាលីនដូច្នេះខ្ញុំនឹងឲ្យអ្នកនៅឱកាសបញ្ជាក់ខ្លួនឯងបើមិនដូច្នេះទេគុំថាខ្ញុំមិនរកទៀត លីនហ្វានអ្នកទៅចុះខ្ញុំដឹងពីនិស័យរបស់តាខ្ញុំ មិនអីទេខ្ញុំមានភស្តុតាងនេះជាភស្តុតាងរបស់ខ្ញុំ ឬមួយគាត់ពិតជាកូនច្បងរបស់គ្រូសាលីនដែលបាត់ខ្លួនអ្នកថាមែនក៏មែនយកមកប៉ុណ្ណាមួយមកហើយថាជាស្តាងអញ្ចឹងខ្ញុំក៏អាចថាខ្ញុំជាពិបាលដែរអ្នកថាជាស្តាងតែមានតែអ្នកទេដែលស្គាល់តែអ្នកណាអាចបញ្ជាក់ថាអ្នកជាកូនច្បងរបស់គ្រូសាលីន លោកតាលោកដារស់នៅយូនជើជាច្រើនឆ្នាំមកហើយតើមិនស្គាល់វត្ថុស័ក្តិសិទ្ធិរបស់គ្រូសាលីនគ្មានការចងចាំតតែសោះ ពួកយើងចំណេញចាស់ដឹងថាគ្រូសាលីនរបស់អ្នកមានវត្ថុស័ក្តិសិទ្ធិមួយប៉ុន្តែគ្មាននរណាម្នាក់ធ្លាប់ឃើញអ្នកប្រហែលជាអ្នកខ្លួនឯងខ្លែងបន្លំទេ អញ្ចឹងខ្ញុំមើល ខ្ញុំសុំមើល នេះមេដកគ្រូសាលីនមែនទេ កូនពីរអ្នកគ្រូសាលីនសុទ្ធតែមេដោះនេះចិញ្ចឹមធំខ្ញុំគិតថាភាគនាងប្រកាសជាទុកចិត្តបាន បីអីមកយ៉ាងម៉េច លោកតាលីវខ្ញុំធ្លាប់ឃើញវត្តសម្គាល់គ្រូសាលីនបើមិនអាចទេសូមខ្ញុំមើល បានហើយសូមអញ្ជើញបីអ៊ីតអ្នកខ្លាំងមែនទេ លោកតាពិតជាលោកមកវិញហើយលោកតា លោកម្ចាស់ ពិតជាលោកមកវិញហើយ អ្នកប្រកាសថាមិនឃើញក៏ទេ ខ្ញុំចិញ្ចឹមកូនគ្រូសាលីនទាំងពីរក្មេងខ្ញុំមិនអាចច្រឡំទេ អ្នកពិតជាកូនច្បងគ្រូសាលីនមែន លីងឈីវឥឡូវឯងនៅមានអីចង់និយាយទៀតទេ គ្រីនយ៉ាដែលនៅហែងជាអ្នកខ្លាំងបន្លំឯងនៅចានលុយទិនមុនទៀតបីមែនទេ
bà dí chinh châm anh thông bị khmênh một ai lao anh mình tục chất niên tiệt tế มันอาจได้มันอาจก็แต่ซอខ្ញុំមិនជួយ លោកតាតាមកិច្ចសន្យារៀបការអ្នកភ្ជាប់ពាក្យជាមួយសៀងនាងគឺខ្ញុំទេ ពិតណាស់ Lin Van ទោះបីអញជាវត្ថុស្ថិតគ្រូសារមកក៏មិនអាចបញ្ជាក់ថាអញជាអ្នកស្នងគ្រូសារ Lin ទេខ្ញុំសាកសំជាងអញធ្វើជាអ្នកស្នងគ្រូសារ Lin ខ្ញុំទេដែលត្រូវរៀបការជាមួយសៀងនាង តំណែងអ្នកស្នងគ្រួសារលីនខ្ញុំមិនខ្វល់តតែសោះប៉ុន្តែសៀងនាងនឹងមិននៅជាមួយមនុស្សថោកទាបដូចអញទេ ខ្ញុំជាមនុស្សថោកទាបចុះហែងជាអ្វីអញហ៊ានភ្នាល់ជាមួយខ្ញុំទេ បានឯងចង់ភ្នាល់អី យើងភ្នាល់គ្នាថាអ្នកណាអាចនាំផលប្រយោជន៍ច្រើនជាងដល់គ្រូសារ Lin និងភាពរុងរឿងជាងមុន ល្អចាំមើលអ្នកមានអ្វីទៀត ក្រុមហ៊ុន Lin ខ្ញុំជាអ្នកបង្កើតវីដោយគ្រូណែងឥឡូវតម្លៃយ៉ាងហោចណាស់ 5,000 លានបន្ថែមអចន្ទ្រពគ្រូសារ Lin ឥឡូវតម្លៃគ្រូសារ Lin យ៉ាងហោចណាស់ 10,000 លាន គ្រាន់តែ 10,000 លាន ខ្លាចហើយមែនទេអ្នកយកអ្វីមកប្រៀបខ្ញុំ ឥឡូវតម្លៃក្រុមហ៊ុនហ្វាន់ធានប៉ុន្មានប្រហែល 3,000 លាន 3,000 លានខ្ញុំគិតថាច្រើនណាស់គ្រូសារក៏សុខចិត្តទ្រព 10,000 លានទាំងអស់ប្រកល់ជូនលោក Lin Van គ្រូសាចេនខ្ញុំក៏ព្រមតែងតែគាំទ្រចៅហ្វាយតូចពីក្រោយលីនឈីវអ្នកគិតថាឥឡូវអ្នកនៅអាចឈ្នះទេសៀងនីងយើងទៅខ្ញុំនឹងរៀបចំឲ្យអ្នកពិធីមង្គលការដ៏ធំ ខ្ញុំមើលអ្នកណារៀនទៅ អ្នកជានរណា អ្នកគឺជា Lin Van ខ្ញុំមកយកជីវិតតែង គាត់គឺជាអភិបាលខេត្តយូនឪពុករបស់ឈៀនរេងឈៀនដូដូឈៀនរេងជាមនុស្សថោកទាបវាហ៊ានចាប់ខ្ញុំនិងសិស្សរបស់ខ្ញុំធ្វើអំពើអាក្រក់វាស្លាប់ទៅក៏សំហើយ គាត់ជាកូនខ្ញុំអភិបាលខេត្តឈៀនលេងសិស្សរបស់អេងទី3នាក់នោះជាកិច្ចសរបស់ពួកគេហ៊ានសម្លាប់គាត់ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាស្លាប់តាមគាត់អ្នកដែលមិនពាក់ព័ន្ធចេញទៅទាំងអស់គ្នា លោកអភិបាលឈៀនរឿងនេះគឺកូនលោកខុសមុនគេអញ្ចឹងគ្រូសាឈិនខ្ញុំព្រមចរចាសងសំណង សំណងអេងដឹកអ្វីមកសាំងយ៉ាប់ជីវិតមកស្មី មើលទៅរឿងនេះថ្ងៃនេះមិនអាចចប់ដោយល្អទេមែនទេពួកឈៀនរឿងកូនស្រីខ្ញុំមិនទាន់បានគូកណីជាមួយគ្រូសាអញទេអញពិតជាគិតថាគ្រូសាឈិនខ្ញុំខ្លាចឯងអី ខ្លាចឬអត់សាកមើលទៅដឹងអ្នកទាំងអស់គ្នាថ្ងៃនេះត្រូវស្លាប់ Lin Van ប្រមេតលោកពិបាលឈៀនខ្ញុំមើលទៅអេងនៅមានជីវិតឬអត់ឡើងក្រុមតំណែងអ្នកស្នងគ្រូសា Lin Van អេងស្លាប់ខ្លួនឯងឥឡូវខ្ញុំនៅតែអាចទុកζែងនៅស្មួយស្លាប់អស់ ពួកឈៀនអញពិតជាគិតថាអញអាចគ្រប់គ្រងអ្វីទាំងអស់បាន លោកពិបាលឈៀនគាត់នៅហ៊ានឆ្លៃទៅទៀតសម្រាប់ពួកគេទាំងអស់គ្នាជីវិតរបស់ Lin Van និងពួកគេអ្នកមិនខ្វល់ទេអញ្ចឹងតាមនោះទាំង Neven សៀនអ្នកចង់ធ្វើអី ខ្ញុំមិនចង់ធ្វើអីទេចំណែកអ្នកដែលចាប់ចម្រិតសិស្សរបស់អ្នកទាំងនោះចង់ធ្វើអ្វីខ្ញុំមិនដឹងទេ អ្នកហ៊ាន Lin Van ពេលវេលារបស់អ្នកចិត្តអស់ហើយអ្នកក៏មិនចង់លុកស្ពូគេទេមែនទេ Crew. អ្នកទាំងអស់គ្នាមិនអីទេ Min ite. ដៃកណ្ដប់ជីភីងថ្វាយបង្គំចាស់ ក្រោកឡើង មិនអាចទៅរួចទេពួកគេអាចរកចេញមកវិញបានយ៉ាងដូចចម្ដេច បងស្រីស្អាតបែបនេះសម្រាប់ចោលគួរឲ្យស្ដាយ គ្រាន់តែលោកឈីនយល់ព្រមពួកគេទាំងរនេះនឹងខ្លាយជារបស់យើងខ្ញុំមិនទាន់បានសប្បាយជាមួយស្ត្រីស្អាតបែបនេះទេមិននឹកស្មានថាអ្នកដែលគេហៅថាកណ្ដាប់ដៃដែលគ្រប់គ្រងយូនជោជីពីងជាអ្នកខ្លាំងលេខ1នៃយូនជោគឺជាមនុស្សរបស់ធានស៊ីហ៊ុយខ្ញុំបានមើលស្រាវពួកណាហើយប៉ុន្តែក៏ល្អដែរថ្ងៃនេះខ្ញុំនឹងកម្ចាត់ពួកណាទាំងអស់គ្នាសម្រាប់ពួកណាទាំងអស់នៅទីនេះ អ្នកឈៀនបើខ្ញុំទីមិនខុសពួកនេះមិនមែនជាមនុស្សរបស់អ្នកទេមែនទេអ្នកបានបញ្ជាលងហួវៃដោយគ្មានការអនុញ្ញាតអ្នកជាអភិបាលខេត្តមិនចង់ធ្វើការទៀតទេ រៀបណាពួកណាស្លាប់ទាំងអស់គ្នាតើអ្នកណាទៅខ្វល់ពីយើងនេះសម្រាប់ពួកគេទាំងអស់ឲ្យខ្ញុំជីពីងនៅទីនេះខ្ញុំចង់មើលថាណៃរៀនជីពីង
ខ្ញុំចង់ដឹងថាអ្នកខ្លាំងប៉ុណ្ណាជិនច្រាំគាត់ឲ្យមកអ្នកជិនហើយអ្នកក្រាមបង្កប់របស់អ្នកទាំងដកបើមិនអញ្ចឹងទេខ្ញុំនឹងបញ្ជូនអ្នកទៅជួបកូនណាប្រយ័ត្នឡងងអ្នកគិតថាខ្ញុំឈានអាចឈានដល់ថ្ងៃនេះបានដោយសារតែល្បិចចកលឺ ខ្ញុំចង់ឲ្យអ្នកស្លាប់ជំនួយ ម្ចាស់សំណាក់ ដកថយទៅខ្ញុំទប់ពួកគេ ជប់ប្រកែកគ្នាទៀតថ្ងៃនេះអ្នករកគ្នាគ្មាននរណាជិះទៅបានទេសម្រាប់ពួកគេទាំងដកឲ្យខ្ញុំណែវៀនអ្នកតំណាងរាជធានីអភិបាលខេត្តឈៀនអ្នកត្រូវបានបណ្តេញចេញចាប់ពីពេលនេះទៅអ្នកលេងជាអភិបាលខេត្តយូនទៀតហើយអ្នកតំណាងរាជធានីក៏យ៉ាងណាដែរនៅខេត្តយូនខ្ញុំជីមែនសម្រាប់ពួកគេទាំងដកឲ្យខ្ញុំចូលអូអ្នករកគ្នាចាំបបរឡងវេជារបរិទ្ធនីអ្នកគ្រាន់តែជាអភិបាលខេត្តរូបមួយនៅតែចង់បញ្ជាតបទៀតអ្នកចាំបបរមែនទេអ្នកតំណាងរាជធានីអ្នកគ្រប់គ្រងរាជធានីធានសៀងហុងហ៊ូគរប្លុកម្ចាស់ ក្រោកឡើង អូអ្នករកគ្នាមានអ្នកជំនួយភ្នំមិនវិលទឹកវិលចាំមើលចាំមកកំចង់ទៅកត យកទីនេះធ្វើជាផ្ទះឯងចាប់គាត់ឲ្យខ្ញុំ ចាប់អ្នកតំណាងរាជធានីលោកលីមកដល់ខ្ញុំជេកាត់អំណាចណាស់ជើហ្វៃខេតនេះណាថាបណ្ដេញចេញក៏បណ្ដេញចេញ លីចៅគាត់ជានរណានេះជារក្សាសាហ៊ុនឌៀនអ្នកកាន់អំណាចនៅគីងតូជាអ្នកជ័យកាត់ដូចខ្ញុំហួងហ៊ូ អ្នកប្រើអំណាចខុសបណ្ដេញជើហ្វៃខេតដោយបំពេញអ្នកមានទស្សវ័យគុំនិយាយបង្កើតខ្ញុំធ្វើតាមច្បាប់ ចៅហ្វាយខេតនេះក៏ជាមនុស្សរបស់រក្សាសាហ៊ុនឌៀនដែរដែលអ្នកវែងពេកហើយ លោកលីជួយខ្ញុំផងដោះលែងគាត់ភ្លាមអ្នកនឹងខ្ញុំស្មើគ្នាគ្មានសិទ្ធិបញ្ជីខ្ញុំទេ ហួងហ៊ូនាំគាត់ចុះទៅខ្ញុំចង់ដឹងថាគាត់អាចធ្វើអីបាន ថ្ងៃនេះខ្ញុំនឹងជឿនៅទីនេះខ្ញុំចង់ដឹងថាណាវៀនចាប់ណាហុងហ៊ូអេងបបរហើយកៅទូសិមិនតន់ធ្វើសកម្មភាពទៀតទេ អ្នក មិនចង់ឲ្យវាស្លាប់តែចេញលឿនទៅលីនវ៉ានមិននឹកស្មានទេ ខ្ញុំមិននឹកស្មានអ្នកក៏ជាមនុស្សរបស់រកស៊ីហ៊ុនឌៀនដែរ បើមិនដាក់ចិត្តពិតធ្វើមិនគេឲ្យអ្នកជឿខ្ញុំទាំងស្រុងឥឡូវស្រីណាស្រឡាញ់នៅដៃខ្ញុំចង់ឲ្យនាងរកសម្រាប់គ្រូនាងទៅ ឈប់ខ្ញុំព្រមតាមអ្នក ចូលចិត្តណាស់ចិត្តអណ្ដែតបែបនេះជាមេក្រូឧស្សាហ៍ធ្វើដើម្បីអ្នកជំនហ្វាន់ថ្លៃចំពោះមនុស្សនឹងអ្វីលីនវ៉ានអ្នកមិនសមធ្វើជាមេក្រូនេះទេ បើមិនអាចការពារអ្នកជុំវិញដូច្នេះនឹងពួកឯងតើខុសគ្នាអ្វី ជប់និយាយធ្វើឲ្យលឿន លីនហ្វានគុំ អ្នកនឹងគ្រូណាស់មិនមែនជាគូប្រជែងរកសៀហ៊ុនឌីន គ្រូខ្ញុំគាត់នៅណា មួយឆ្នាំមុនត្រូវពុករកសាហ៊ុនឌីនយើងឡំផាត់ពេលនេះប្រហែលជានៅក្នុងពួតឆ្កែណាមួយហើយ អាច មានល្បិចខ្លះតែមិនអាចឡើងឆាប់បានប្រាប់អ្នកឲ្យដឹងនៅជុំវិញកន្លែងប្រជុំនេះខ្ញុំដាក់ក្របបែកពេញហើយថ្ងៃនេះឪពូធីនស៊ីហ៊ូយ៉ាង Venus Andre ឯងរករបស់នេះមែន អញដូរនៅពេលណា ខ្ញុំវិញដឹងថាឯងមិនធម្មតាយូរហើយដូច្នេះខ្ញុំក៏ប្រយ័ត្នទុកមិននឹកស្មានឯងពិតជាមនុស្សរបស់រោគសាហ៊ុនឌៀន លីនវ៉ានអញមិនអាចរកគ្រូអញឃើញទេ តើគ្រូខ្ញុំនៅណាទៅ បរិសចាស់នោះស្លាប់ហើយ មេសាឡាចាស់មិនទាន់ស្លាប់ទេអ្នកនិយាយថាអ្នកសម្លាប់គាត់កាលពី1ឆ្នាំមុនប៉ុន្តែខ្ញុំទទួលបានសម្បត្តិមេសាឡាចាស់កាលពីកន្លះឆ្នាំមុន អញ្ចឹងទៅរកយូទ័រខ្ញុំនឹងមើលថាតើណាអាចរកគ្រូអ្នកឃើញnhưអត់ចំលោះរវាងរក្សាហ៊ុនឌៀននិងធានស៊ីហួយនឹងមិនដែលជប់ទេ ចាំទុកចាប់ពីពេលនេះទៅរក្សាហ៊ុនឌៀនក្នុងលោកនេះមានតែឈ្មោះគ្មានអំណាច អ្នកគិតថាឆ្មាំអ្នកខ្លាចជារបស់ដប់តែងទេឆ្មាំអ្នកខ្លាចចាប់គាត់ដោយសារតែអ្នកទាំងប៉ុន្មានអ្នកនេះនៅតែចង់រារាំងយើងងឺឆ្មាំអ្នកខ្លាចឆ្មាំអ្នកខ្លាចហេតុអីនឹងឆ្មាំអ្នកខ្លាណែណាមែនអ្នកដែលអាចបញ្ជាឆ្មាំអ្នកខ្លាអ្នកជានរណាលីនវ៉ាន
skok nim dang titel mera sahundin linsiv som phai bong kumpra ang មិនអាចទេ ខ្ញុំក៏មិនចាំចិនមុខដែរគ្មានវិធីពុកវែកមានប្រយោជន៍ពេកដូច្នេះហើយបានជីកខ្ញុំចិនមុខដោយខ្លួនឯង អ្នកលាក់ខ្លួនជ្រៅណាស់អ្វីទាំងអស់នេះសុទ្ធតែអ្នករៀបចំ ពិតប្រាកដខ្ញុំចាំដឹងពីរបបធានស៊ីហួយរាល់ការរៀបចំកំប្លានក្រុមមួយមិនមែនសម្រាប់មនុស្សពីរ3នាក់ស្រួលប៉ុណ្ណឹងទេ អ្នកនៅក្មេងបែបនេះអាចទៅរួចដែរទេដែលអ្នកធ្វើជាម្ចាស់វាំងរោឆា มึงជាទីស្រឡាញ់របស់ខ្ញុំនោះពិតជាដោយសារតែអត្តតម្ចាស់វាំងរោចាវិញ្ញាណគឺជារបស់យើងឪពុកលីនហ្វេនអ្វីដែលអ្នកមិនគួរធ្វើគឺឡើងជាមេធានស៊ីហួយថ្ងៃនេះយើងមិនស្លាប់មិនឈប់ ខ្ញុំចង់ឃើញនៅមានសមត្ថភាពអ្វីទៀត ធានស៊ីហួយត្រូវបានវាំងរោចាវិញ្ញាណរបស់ខ្ញុំជ្រៀតចូលសមាជិកធានស៊ីហួយរបស់អ្នកសុទ្ធតែនៅក្នុងដៃខ្ញុំម្យ៉ាងទៀតអ្នកកំពុងត្រូវគេបិទត្រាពីប្លុកនេះពិតជាកម្មសិទ្ធិរបស់វាំងរោចាវិញ្ញាណយើង ពីមុនអ្នកមានឱកាសច្រើនដងឱកាសដើម្បីសម្លាប់ខ្ញុំហេតុអ្វីបានជារងចាំរហូតដល់ពេលនេះ សម្រាប់អ្នកតើធានស៊ីហួយគ្មានមនុស្សទេខ្ញុំនឹងសម្រាប់សមាជិកទាំងនោះទាំងដល់មានតែវិធីនេះទេដែលគ្មានសំណោពេលនោះហើយទើបខ្ញុំចេញមក មើលទៅអ្វីទាំងអស់នេះសុទ្ធតែអ្នករៀបចំផែនការហើយខ្ញុំចង់ដឹងគ្រូរបស់ខ្ញុំនៅណា ឯងថាមនុស្សចាក់មិនស្លាប់នោះយើងដាក់អន្ទាក់ធ្វើឲ្យគាត់របួសធ្ងន់យើងងំពតសម្រាប់គាត់អស់កន្លះឆ្នាំគាត់ប្រហែលជាស្លាប់នៅលើផ្លូវមកជួបណាប់ មើលទៅថ្ងៃនេះអ្នកច្បាស់ជាចាប់ខ្ញុំបាន មិនមែនទេខ្ញុំនឹងគ្រប់ល្បិចណាស់ហើយសេនីងបានណាប្រមឡូបដូរចិត្តមករៀបការជាមួយខ្ញុំប្រហែលជាដាក់ទុកអនពុកណាស់គ្រូសាលីវមានផ្លូវរក លីនឈីវខ្ញុំទោះជាស្លាប់ជាមួយលីនហ្វានក៏មិនឲ្យអ្នកបានសម្រេចដែរ ល្អអញ្ចឹងអ្នកទាំងពីរទៅជាមួយគ្នាចុះលីនហ្វេនទំពលបានបែកបំរាមបានដោះថ្ងៃនេះចម្លោះរវាងទៀនស៊ីហួយនិងលោឆាហ៊ុនឌៀនដល់ពេលត្រូវបញ្ចប់ហើយអ្នកតាមគ្រូហ្វឹកហ្វិនជាច្រើនឆ្នាំបន្ទុកទៀនស៊ីហួយនេះគួរតែឲ្យអ្នកទួលបន្ទុកហើយអ្វីដែលនៅសល់ទុកអាសនៈហើយស៊ីសកុំបារម្ភ បំរាមគ្រូត្រូវបានដោះ អាស្លាប់ចាស់នេះនៅមានល្បិចនេះទៀតខ្ញុំមើលគាត់ស្រាលពេកហើយបងតំសូមទុកជីវិតខ្ញុំផងយើងជាបងប្អូននឹងគ្នាណា គ្រូលោកគ្រូកុំចិនចិត្តហេ អ្នកទៅចុះទៅនេះវងយើងទាំងពីររលត់អស់គ្នាទៅ លីនវ៉ែនស្លាប់ទៅលីនវ៉ែនខ្ញុំចានហើយសម្រាប់វកាត់អីក៏បានតាមទឹកចុះ អ្នកទៅចុះនេះកុំឲ្យខ្ញុំឃើញអ្នកទៀត បងតំអ្នកឯងនេះចិត្តល្អណាស់